stop ឲ្យច្បាស់អ្នកនឹងខ្ញុំនឹងទៅតាមដានរឿងសងសឹកមួយដែលចាប់ផ្ដើមឡើងនៅក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រេបនេះភ្នែករបស់គេមុតស្រួចណាស់គេនិយាយថាដល់ពេលហើយទោះបីត្រកូលត្រូវកំទេចដោយពួកបិសាចប៉ុន្តែគេនៅតែតស៊ូដើម្បីរងចាំថ្ងៃសងសឹកនេះឯងគេរងចាំដើម្បីតែសងសឹកពួកនិកាយបិសាចប៉ុណ្ណោះដោយមិនបង្អង់យូរគេក៏បានលូតរំលងជញ្ជាំងភូមិគ្រឹះដែលនៅខាងក្រោមភ្លាមតែម្ដងអណ្ដាតភ្លើងឆេះរវិចនៅខាងក្នុងឆ្មាំម្នាក់ឈរយាមដោយមិនដឹងខ្លួនឡើយស្រាប់តែមានស្រមោលដៃខ្មៅងងឹតលូនចេញមកយ៉ាងស្ងៀមស្ងាត់បំផុតវាធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់ងាកកយ៉ាងលឿនដូចជាអ្នកដែលដើរកាត់ផ្លូវហើយស្រាប់តែឃើញរឿងអ្វីដែលគួរឲ្យជក់ចិត្តខ្លាំងពេកអញ្ចឹងដែរគេខ្សាប់ថាការបាត់ខ្លួនរបស់ឆ្មាំយាមច្បាស់ជាដឹងដល់គេមិនខានប៉ុន្តែគេសន្យាថានឹងបញ្ចប់រឿងគ្រប់យ៉ាងមុនពេលគ្រានោះមកដល់ឈាមចាប់ផ្ដើមស្រក់ហើយនៅខាងក្នុងនោះបុរសចំណាស់ម្នាក់បាននិយាយឡើងថានៅខាងក្រៅហាក់ដូចជាមានសភាពអ៊ូអរខុសពីធម្មតាខ្លាំងណាស់ភ្នែករបស់បុរសចំណាស់នោះបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅគួរឲ្យខ្លាចអ្នកមកតន់ក៏បានតបវិញថាវាពិតជាសមមែនដែលគាត់នៅអង្គុយសមាធិយ៉ាងស្ងប់ស្ងាត់បែបនេះខណៈពេលដែលកូនចៅត្រូវគេសម្លាប់រង្គាលគាត់នៅតែគ្មានបេះដូងដដែលគេបានចោទប្រកាន់ថាគាត់គឺជាមនុស្សដែលសាហាវយំក្នុងបំផុតបុរសចំណាស់តបវិញយ៉ាងស្ងប់ស្ងាត់ថាពាក្យនេះវាសមនឹងអ្នកឯងជាងគាត់សួរថាតើអ្នកឯងពិតជាគិតថាអ្នកឡើងភ្នំខ្វល់នឹងស្រមោចដែលគេជន់មែនទេគាត់បញ្យល់ថាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយគឺត្រូវមើលទៅរកតែចំណុចកំពូលដែលនៅខាងមុខរបស់គេតែប៉ុណ្ណោះនោះហើយគឺជាវិធីដែលគេអាចឈានដល់កម្រិតកំពូលនៃក្បាច់គុណបានបុរសម្នាក់នោះក៏សើចចំអករួចនិយាយថាវាគ្រាន់តែជាសម្ដីឥតប្រយោជន៍ប៉ុណ្ណោះចុងក្រោយគេក៏បានប្រាប់ឈ្មោះថាកុងវុនឆាន់ដោយសម្ដីខឹងសម្បាវ៉ាន់ប្រកាសថាគេនឹងសម្លាប់បុរសចំណាស់ម្នាក់នេះដោយដៃទទេឲ្យខាងតែបានត្រៀមខ្លួនទៅព្រោះនៅត្រង់នេះបុរសចំណាស់នោះបានបង្ហាញអត្តសញ្ញាណពិតថាគាត់គឺជាកំពូលមេបិសាចដែលគ្រប់គ្នាខ្លាចញញើតបំផុតគេក៏បញ្ចេញថាមពលពណ៌ខៀវយ៉ាងខ្លាំងក្លាចេញពីដៃកម្លាំងនោះផ្ទុះឡើងរំពងដែលនេះគឺជាក្បាច់គុណមហាអំណាចកណ្ដាប់ដៃផ្លេចបន្ទោគេបានវាយក្បាច់នោះទៅលើមុខរបស់មេបិសាចភ្លាមបុរសចំណាស់នោះសើចរួចមើលងាយថាវាខ្សោយណាស់គាត់ក៏បានលើកដៃឡើងមកវិញដែរគាត់បានប្រើថាមពលពណ៌ក្រហមឆ្អៅដែលគេហៅថាវិជាទឹកជំនន់ឈាមបិសាចគាត់ប្រាប់ទៅវ៉ាន់ឆាន់ឲ្យចាំមើលនិងរៀនពីវាឲ្យច្បាស់កាំរស្មីថាមពលដ៏ក្តៅកគុកបានបាញ់ចេញពីបាតដៃគាត់ទៅប៉ះនឹងការវាយប្រហាររបស់វ៉ាន់ឆាន់នៅកណ្ដាលអាកាសការប៉ះទង្គិចគ្នាពិតជាសាហាវណាស់មើលទៅដូចជារឿង Dragon Ball អញ្ចឹងប៉ុន្តែវាច្បាស់ណាស់ថាអ្នកណាខ្លាំងជាងថាមពលនោះបានសង្កត់កម្លាំងផ្លេកបន្ទោរបស់វ៉ាន់យ៉ាងងាយវាបានបាញ់ចំមុខរបស់គេរហូតដល់ចិញ្ចៀមបុរសវ័យក្មេងម្នាក់នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយដឹងភ្លាមថាវាគឺជាថាមពលដាវដ៏មុតស្រួចបំផុតមេបិសាចប្រកាសថាថ្ងៃនេះវ៉ាន់ឆាន់នឹងត្រូវស្លាប់តាមឪពុករបស់គេមិនខានប៉ុន្តែគេមិនព្រមឡើយហើយក៏បានដាស់ថាមពលម្យ៉ាងទៀតឡើងមកមេបិសាចចាប់ផ្ដើមឆ្ងល់និងភ្ញាក់ផ្អើលដៃរបស់វ៉ាន់បានបដូរទៅជាក្បាច់បាតដៃទេវៈរួចក៏វីសម្រុកទៅលើថាមពលរបស់មេបិសាចភ្លាមវាបានបំបែកកាំរស្មីថាមពលនោះឲ្យខ្ទេចខ្ទីអស់បុរសចំណាស់ស្រឡាំងកាំងមិននឹកស្មានថាវិជាការពារខ្លួនដ៏ខ្លាំងរបស់គាត់ត្រូវចាញ់កណ្ដាប់ដៃនេះសោះកណ្ដាប់ដៃរបស់វ៉ាន់បានដាល់ចូលដើមទ្រូងមេបិសាចយ៉ាងពេញទំហឹងដោយបញ្ចេញថាមពលផ្លេកបន្ទោពេញរាងកាយរួចខ្ទាតទៅបុកនឹងជញ្ជាំងថ្មវ៉ាន់ឆាន់ដកដង្ហើមធំរួចស្ដោះទឹកមាត់ជាថាកុំយកមាត់កខ្វក់របស់ឯងមកនិយាយឈ្មោះឪពុកអញឲ្យសោះគេរំលឹកពីបាបកម្មរាប់មិនអស់ដែលគាត់បានធ្វើហើយនិយាយថាការឈឺចាប់នេះគឺជាកំហឹងរបស់វិញ្ញាណក្ខន្ធទាំងឡាយដែលគាត់បានធ្វើបាបកន្លងមកមេបិសាចតបវិញទាំងឈឺចាប់ថាគាត់គួរតែបំផ្លាញនិកាយនាគពពកឲ្យអស់តាំងពីដំបូងកុំឲ្យសល់ពូជដល់ពេលនេះគាត់ទទួលស្គាល់ថាមិនដឹងថាវ៉ាន់ទៅរៀនវិជ្ជាមកពីណាទេប៉ុន្តែគាត់ពិតជាមានការចាប់អារម្មណ៍និងសមត្ថភាពរបស់គេខ្លាំងណាស់ការបំបែកវិជ្ជាទឹកចំនួនឈាមបិសាចរបស់គាត់បានគឺមិនមែនជារឿងធម្មតាឡើយដោយគ្មានជំរឿផ្សេងគាត់ក៏បានលូកដៃយករបស់ម្យ៉ាងចេញមកគាត់បានដកដបទឹកឃ្លោកមួយចេញពីក្នុងអាវវ៉ាន់ឆ្ងល់ថាតើវាជាថ្នាំទឹកមែនទេខណៈពេលដែលមេបិសាចចាប់ផ្ដើមផឹកទឹកនៅក្នុងនោះវ៉ាន់ឆាន់បានប្រមានថាបើផឹកច្រើនបែបនេះថាមពលបិសាចនឹងផ្ទុះបកត្រឡប់មកវិញមិនខានស្រាប់តែដបទឹកឃ្លោកនោះក៏បានផ្ទុះបែកខ្ទេចតែម្ដងថាមពលពណ៌ស្វាយបានផ្ទុះឡើងយ៉ាងសាហាវហើយកម្លាំងរបស់មេបិសាចក៏កើនឡើងយ៉ាងលឿនមុខរបស់គាត់ចាប់ផ្ដើមប្រែប្រួលគួរឲ្យខ្លាចបំផុតសរសៃវ៉ែនឡើងប៉ោងពេញមុខហើយសំឡេងស្រែកដូចសត្វសាហាវក៏បន្លឺឡើងកម្លាំងផ្ទុះនោះខ្លាំងរហូតដល់ធ្វើឲ្យវ៉ាន់ឆាន់ត្រូវលើកដៃការពារខ្លួនវ៉ាន់ឆាន់កំពុងតែទន់ដៃទន់ជើងស្រាប់តែឮសំឡេងមេបិសាចនៅពីក្រោយខ្នងរបស់គេទៅវិញគេងាកទៅមើលទាំងភ័យស្លន់ស្លោបំផុតភ្នែកគេបើកធំប៉ុន្តែការវាយប្រហារបានមកដល់បាត់ទៅហើយមេបិសាចប្រកាសថាដល់ពេលដែលវ៉ាន់ឆាន់ត្រូវរលាយបាត់ពីលោកនេះហើយប៉ុន្តែស្រាប់តែមានរនាំងការពារមួយបានលេចឡើងនៅជុំវិញគេមានអ្នកណាម្នាក់បានជួយបង្កើតខែលការពារឲ្យគេនៅវិនាទីចុងក្រោយបង្អស់វ៉ាន់ឈោថ្លឹងស្រាប់តែមានបរិសុទ្ធម្នាក់ដើរចេញមករួចសំទោសដែលមកយឺតព្រោះតែរវល់ដើរលេងសប្បាយភ្លេចខ្លួនបន្តិចវ៉ាន់ដឹងភ្លាមថាគាត់គឺជាកំពូលមហាវិជ្ជាធម៌បរិសុទ្ធម្នាក់នោះធ្វើមុខជូររួចនិយាយថាគាត់ស្អប់រហ័សស្នាមនឹងណាគាត់សួរថាតើម្នាក់នេះមែនទេដែលជាសត្រូវនោះវ៉ាន់បញ្ជាក់ថាត្រូវហើយគឺជាអ្នកដែលមកពីពិភពផ្សេងទៀតនោះឯងបើគ្មានគាត់ទេគេប្រហែលជាត្រូវស្លាប់បាត់ទៅហើយស្រាប់តែរូបភាពក៏កាត់ផ្ដាច់
បុរសម្នាក់ស្រែកថាឈប់សិនសំឡេងរបស់គេហាក់ដូចជាធុញទ្រាន់ខ្លាំងណាស់ចាំបន្តិចខ្ញុំដឹងថាអ្នកកំពុងគិតអ្វីហើយរឿងនេះគួរតែជារឿងក្បាច់គុណបុរាណធម្មតាតើត្រូវទេចុះមិនក៏មានគ្រូមន្តអាគមមកពីណាវិញគេដកដង្ហើមធំរួចនិយាយថារឿងនេះពីដំបូងមើលទៅល្អមើលតាប៉ុន្តែដល់ពេលមានឈុតបែបនេះមកវាធ្វើឲ្យបាត់អារម្មណ៍អស់រលីងតែម្ដងគេជេរអ្នកនិពន្ធថាច្បាស់ជាប្រើថ្នាំញៀនហើយបានជានិពន្ធចេញរឿងលបបែបនេះបុរសម្នាក់នោះមានឈ្មោះថាជីនសេវុនអាយុ23ឆ្នាំទូរស័ព្ទរបស់គេរោឡើងយើងដឹងថាគេទើបតែចេញពីធ្វើទាហានបាន6ខែហើយនេះគឺជាកន្លែងដែលសាច់រឿងពិតប្រាកដរបស់យើងចាប់ផ្ដើមមិត្តភក្តិម្នាក់បានផ្ញើសារមកសួរគេថាចង់ទៅលេងហ្គេមសន្សំពិន្ទុជាមួយគ្នាដែរឬទេតោះមកតាមដានជាមួយខ្ញុំក្នុងរឿងដែលតួឯកយើងពីអ្នកលេងហ្គេមធម្មតាប្រែជាត្រូវចូលក្នុងសមរភូមិពិតប្រាកដតាមពិតសឿនមានកម្រងរៀនសូត្រក្រោយចេញពីទាហានដែរប៉ុន្តែសង្គមខាងក្រោយមានរបស់តាក់ទាញច្រើនពេកដោយសារចូលចិត្តអានប្រឡំលោកមើខ្លាំងពេកគេតែងតែស្រមៃចង់ធ្វើជាតួឯកក្នុងរឿងនោះជានិច្ចពេលចូលដល់ហាងហ្គេមបុគ្គលិកស្គាល់ឈ្មោះគេច្បាស់ហើយសួរថាមកលេង Loyal Ground ទៀតមែនទេគេបង់លុយលេង10ម៉ោងព្រោះគេជាអ្នកលេងលំដាប់កម្ពុជាទាំង10ក្រោយចេញពីទាហានបានត្រឹមតែ3ខែប៉ុណ្ណោះគេឡុកចូល Discord ប្រាប់មិត្តភក្តិឲ្យចាំក្នុង lobby ហើយហ្គេមនេះក៏ធ្លាប់ជួយឲ្យគេរកលុយបានខ្លះដែរច្បាប់ហ្គេមងាយៗគឺមនុស្ស100នាក់លោតឆាត់យងរកកំភ្លើងហើយបាញ់គ្នាតតែសល់ម្នាក់ចុងក្រោយវាគឺហ្គេម PUBG នឹងឯងសឿនប្រាប់ coordinate ឲ្យមិត្តភក្តិគេពិនិត្យមើលទៅទិសដៅ120ភ្លាមគេបាញ់ចំក្បាលខ្មាំង2គ្រាប់ដាច់ផ្ងាហើយមិត្តភក្តិគេក៏ស្រែកថានៅសល់តែ2នាក់ទៀតប៉ុណ្ណោះសេអ៊ូនប្រាប់ឲ្យមិត្តគេនៅស្ងៀមហើយទុកចិត្តលើគេទៅព្រោះពួកគេត្រូវតែរស់រានដល់តំបន់សុវត្ថិភាពមិត្តភក្តិគេយល់ព្រមខណៈដែលរង្វង់កាន់តែរួមតូចហើយអ្នកលេងផ្សេងទៀតកំពុងសម្ដៅមករកអាគារពួកគេមើលត្រង់នេះឲ្យច្បាស់នេះជាអន្ទាក់ដែលតួឯកយើងដាក់បញ្ឆោតឲ្យខ្មាំងចូលមកក្នុងអន្ទាក់កភ្លើងរបស់គេមិត្តរួមក្រុមខ្មាំងភ័យស្លំស្លោរត់ចេញក៏ត្រូវគេបាញ់ចំក្បាលពីក្រោយស្លាប់បាត់ឈ្នះដាច់បានស៊ីមន់បាត់មិត្តភក្តិអរគុណដែលជួយហែកហួរចំណែកសឿនក៏តាំងចិត្តថាស្អែកនឹងឈប់លេងដើម្បីទៅរៀនវិញរំពេចនោះម្ដាយគេផ្ញើលុយថ្លៃសាលាមកព្រមទាំងសារផ្ដាំឲ្យហូបចុកឲ្យបានគ្រប់គ្រាន់និងសុំទោសដែលផ្ញើបានតិចគេអរគុណគាត់យ៉ាងខ្លាំងព្រោះដឹងថាម្ដាយខំអស់ពីសមត្ថភាពហើយរួចក៏ប្រាប់ថានឹងចូលគេងឆាប់ៗគេប្រាប់មិត្តភក្តិថានេះជាហ្គេមចុងក្រោយហើយព្រោះគេត្រូវទៅរៀនភាសាអង់គ្លេសតាមការចង់បានរបស់ម្ដាយគេមានអារម្មណ៍ខុសដែលដើរលេងចោលការសិក្សាជាច្រើនខែពេលមកដល់បន្ទប់វិញគេក៏ដេកអូសទូរស័ព្ទមើលមានវីដេអូខ្លីមួយនិយាយពីមនុស្សដែលមានថាមពលអាចកំបាំងហៅថា player ប៉ុន្តែវីដេអូនោះស្រាប់តែបាត់ទៅវិញគេសម្រេចចិត្តចូលគេងលុះព្រឹកឡើងពេលកំពុងដើរទៅសាលាមិត្តគេក៏ទេមកបបួលលេងវាយក្លែនទៀតសេអ៊ុនយល់ព្រមជួយជាលើកចុងក្រោយប៉ុន្តែស្រាប់តែមានពន្លឺពណ៌ស្វាយមួយបានភ្លឺឡើងនៅពីក្រោយខ្នងគេពន្លឺនោះបានលេបត្របាក់គេចូលទៅបាត់ស្រាប់តែកាតាបរបស់គេបានធ្លាក់មកលើដីដោយគ្មានមនុស្សនៅឡើយសេអ៊ុនឆ្ងល់ថាវាជាពន្លឺអ្វីឬជាការដាក់ទណ្ឌកម្មដែលគេមិនរៀនពេលបើកភ្នែកឡើងគេឮសំឡេងភាសារុស្ស៊ីគេស្លុតចិត្តយ៉ាងខ្លាំងពេលឃើញមនុស្សកំពុងវាយគ្នានឹងដាវនឹងមុនអាគមមើលទៅដូចជាពួកអ្នកតែងខ្លួនអ្វីមើលទៅដូចពិតពេករួចគេក៏ឃើញរូបសំណាកមួយប្រកាសថារកឃើញអ្នកលេង100នាក់គ្រប់ចំនួនហើយចាំមើលណាអ្នកទាំងអស់គ្នាឃើញដូចខ្ញុំអត់នេះវាដូចនៅក្នុងហ្គេមដែលគេធ្លាប់លេងបេះបិទតែម្ដងភ្នែករូបសំណាកបញ្ចេញពន្លឺពណ៌ខៀវរួចប្រព័ន្ធក៏ចាប់ផ្ដើមដំណើរការបកប្រែភាសាឲ្យគេស្ដាប់បានភ្លាមស្រាប់តែសំឡេងភាសារុស្ស៊ីបានคล้ายជាភាសាកូរ៉េដែលធ្វើឲ្យមនុស្សនៅជុំវិញនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនេះពួកគ្រូមន្តអាគមចាប់ផ្ដើមឆ្លោះគ្នាដោយម្នាក់សួរទៅម្នាក់ទៀតថាហេតុអីបានជាអូគេមកទីនេះពួកគេម្នាក់មិនព្រមជឿសម្ដីគ្នាឡើយហើយថែមទាំងចោទប្រកាន់គ្នាទៅវិញទៅមកទៀតផងខៃរ៉ាននិយាយថាមិនថាជឿឬមិនជឿទេមនុស្សគ្រប់គ្នានឹងត្រូវលុតជង្គង់នៅចំពោះមុខស្ដេចបិសាចជាមិនខានគ្រូមន្តអាគមម្នាក់បានបញ្ចេញរន្ទះបាញ់ទៅលើខៃរ៉ានប៉ុន្តែគេមិនមានរបួសសំបីតែបន្តិចឡើយមនុស្សគ្រប់គ្នាភ័យស្លន់ស្លោហើយស៊ូនក៏បានត្រឹមតែឈរមើលទាំងមិនចង់ជឿថានេះមិនមែនជាសុបិនរូបសំណាកបានប្រកាសថាហ្គេមបានចាប់ផ្ដើមហើយដោយមានគោលដៅគឺត្រូវរស់ឲ្យបានក្នុងចំណោមមនុស្ស90នាក់ផែនទីទីក្រុងបានលេចឡើងហើយមានតែអ្នកលេង10នាក់ដំបូងគេប៉ុណ្ណោះដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តវគ្គណែនាំត្រូវបានរំលងចោលហើយការវាយតបគ្នាមិនត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងបន្ទប់រងចាំឡើយរូបសំណាកបញ្យល់ថាហ្គេមនេះនឹងអូសបន្លាយរយៈពេល100ឆ្នាំហើយតំបន់សុវត្ថិភាពនឹងរួមតូចជារៀងរាល់ថ្ងៃការចេញទៅក្រៅតំបន់កំណត់គឺមានគ្រោះថ្នាក់បំផុតហើយហ្គេមនឹងបញ្ចប់លុះត្រាតែនៅសល់អ្នកលេងចុងក្រោយម្នាក់បើអ្នកណាមិនអាចជាប់ចំណាត់ថ្នាក់90អ្នកដំបូងទេគឺគ្មានឱកាសលើកទី2ឡើយហើយត្រូវធ្លាក់ទៅទីតាំងដែលគេកំណត់ពួកគេត្រូវប្រមូលសម្ភារៈដើម្បីរស់រានមានជីវិតស៊ូនឆ្ងល់ថាតើនេះជាសុបិនដែលកើតចេញពីហ្គេមដែលគេលេងមែនទេរង្វាន់គឺសម្រាប់តែអ្នកខ្លាំងបំផុត10អ្នកប៉ុណ្ណោះស៊ូនឈរត្រឹងទាំងបែកញើសជោកខ្លួនដោយសារតែភាពភ័យខ្លាចគេរអ៊ូថាបើទោះបីជាវាគ្រាន់តែជាសុបិនក៏វាជាសុបិនដ៏អាក្រក់បំផុតដែលត្រូវនៅក្បែរពួកមនុស្សឈួតបែបនេះនៅពីមុខគេមានបុរសម្នាក់កំពុងលិតដាវទាំងភ្នែកឡើងក្រហមឈាមមើលទៅដូចជាមនុស្សវិកលចរិតពិតៗអញ្ចឹងស៊ូនសន្និដ្ឋានយ៉ាងខ្លីថាគេច្បាស់ជាត្រូវស្លាប់នៅក្នុងកន្លែងចង្រៃមួយនេះជាមិនខានឡើយតើអ្នកទាំងអស់គ្នាគិតថាតួឯកយើងអាចរស់រានក្នុងពិភពដ៏រញ៉េរញ៉ៃនេះបានដែរឬទេតោះចាំមើលភាពបន្តទៀតតោះមកមើលរឿងនេះទាំងអស់គ្នាប្រកាសជាជក់ចិត្តមិនខានអ្វីគឺដូចនៅក្នុងហ្គេមបេះបិទ
ខណៈពេលស៊ូនកំពុងគិតស្រាប់តែមានសម្លេងហៅគាត់បុរសសក់កញ្ចើម្នាក់បានសួរទៅកាន់ស៊ឿនទាំងងឿងឆ្ងល់ថាហេតុអីបានជាគាត់មើលចុះមើលឡើងទាំងភ័យខ្លាចបែបនេះហើយសួរនាំពីប្រភពរបស់គាត់សេអ៊ុនមិនបានតបតទេធ្វើឲ្យបុរសនោះខឹងសម្បាហើយក្រវីដាវមករកគាត់ក្នុងពេលជាមួយគ្នានោះដែរនាឡិកាក្នុងហ្គេមក៏ចាប់ផ្ដើមរាប់ថយក្រោយសេអ៊ុនបែរជាញញឹមទៅវិញធ្វើឲ្យបុរសនោះគិតថាគាត់ឈួតបាត់ទៅហើយដែលហ៊ានមកសើចសប្បាយក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតបែបនេះពេលរាប់ដល់1សែនបានប្រាប់ថាគាត់មិនអាចអត់សើចបានទេព្រោះសុបិននេះវាសប្បាយខ្លាំងណាស់ជាមួយនឹងចំណេះដឹងដ៏ជ្រៅជ្រះនៅក្នុងហ្គេមនេះដោយសារគាត់ដឹងពីទិន្នន័យ log របស់ហ្គេមច្បាស់គាត់ជឿជាក់ថាគាត់អាចយកឈ្នះពួកអ្នកលេងស្ទើរទាំងនេះបានយ៉ាងងាយស្រួលដើម្បីរស់រានមានជីវិតការរស់រានរបស់ Cloud ថ្ងៃទី1ខណៈដែលគ្មានយន្តហោះមើលឃើញនឹងភ្នែកស្រាប់តែអ្នកលេងទាំងអស់ចាប់ផ្ដើមធ្លាក់ពីលើមេឃមកដូចជាផ្កាយដោះកន្ទុយសេអ៊ុនបានកត់សម្គាល់ឃើញមនុស្សទាម្នាក់ដែលមើលទៅគួរឲ្យសង្ស័យគាត់ដឹងថាគ្រប់គ្នាកំពុងតែសម្រុកចុះទៅតំបន់ដែលមានសម្ភារៈប្រើប្រាស់ច្រើនបំផុតយុទ្ធសាស្ត្រនោះពិតជាសមហេតុផលប៉ុន្តែសម្រាប់គាត់ការចាប់ផ្ដើមចេញពីតំបន់ដាច់ស្រយាលដែលគ្មានមនុស្សច្រើនគឺមានសុវត្ថិភាពជាងសម្រាប់ខ្លួនឯងគាត់បានប្រទះឃើញផ្ទះតូចមួយដែលនៅដាច់គេហើយសម្រេចចិត្តថាវាជាកន្លែងចុះចតដ៏ល្អបំផុតរួចក៏ស្រែកបង្គាប់ឲ្យធ្វើការចុះចតភ្លាមគាត់បានធ្លាក់ចុះមកក្រោមយ៉ាងលឿនទាំងស្រែកខ្លាំងហើយចុងក្រោយក៏បានចុះចតតាមរបៀបវីរបុរសយ៉ាងលយឆាយបំផុតនៅលើដីទោះបីជាមិនមានរបួសស្នាមមែនប៉ុន្តែការប៉ះទង្គិចដ៏ខ្លាំងនេះបានធ្វើឲ្យគាត់វិលមុខនិងចង់ក្អួតយ៉ាងខ្លាំងដោយសារតែអាការៈពុលចលនារបស់គាត់បានប្រាប់ខ្លួនឯងថារឿងដែលសំខាន់បំផុតនៅពេលនេះគឺត្រូវតែចូលទៅក្នុងផ្ទះនោះឲ្យបានលឿនបំផុតដើម្បីការពារខ្លួនចាំមើលណាស្រាប់តែមានសម្លេងអ្វីម្យ៉ាងនៅក្នុងព្រៃក្បែរនោះធ្វើឲ្យគាត់ព្រឺសម្បុរខ្ញាក់ហើយប្រញាប់រត់សម្ដៅទៅរកផ្ទះនោះភ្លាមគាត់រត់ចូលទៅក្នុងផ្ទះទាំងវិលមុខរួចក៏ប្រញាប់បិទទ្វារឲ្យជិតព្រោះមិនទាន់ដឹងថាមានអ្នកណាខ្លះបានចុះចតនៅក្បែរនេះដែរទេគាត់បានអោបដើមទ្រូងទាំងដង្ហក់ហើយគិតថាអ្នកមិញនេះប្រហែលជាអាចឈួតកាន់ដាវនោះហើយគាត់ពិតជាមានអារម្មណ៍ស្ដាយក្រោយដែលបានទៅឌឺដងដាក់វាគាត់បានលួចមើលតាមបង្អួចតែមិនឃើញអ្វីទាំងអស់ទើបគាត់ព្យាយាមសម្រួលអារម្មណ៍មកវិញហើយគិតថាវាប្រហែលជាសម្លេងខ្យល់បោកតែប៉ុណ្ណោះភាពស្ងប់ស្ងាត់បានធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលបន្តិចទើបគាត់ចាប់ផ្ដើមដើររុករកសម្ភារៈនៅក្នុងផ្ទះព្រោះរបស់របរមាននៅគ្រប់កន្លែងដែលអ្នកលេងចុះចតភ្លាមនោះគាត់បានឃើញអ្វីម្យ៉ាងនៅខាងក្រោមហើយសារប្រព័ន្ធក៏បានលោតឡើងបង្ហាញឲ្យឃើញភ្លាមតែម្ដងគាត់ទទួលបានស្នាធនធ្ងន់មួយទោះបីជាគាត់អូនត្អែថាវាធ្ងន់បន្តិចមែនប៉ុន្តែវានៅតែប្រសើរជាងការដែលគ្មានអាវុធអ្វីសោះនៅក្នុងដៃខណៈពេលដែលគាត់យកព្រួញចេញពីបំពង់មកបំពាក់ចូលទៅក្នុងស្នាស្រាប់តែចំណេះដឹងពីរបៀបប្រើប្រាស់វាក៏បានហូរចូលមកក្នុងខួរក្បាលរបស់គាត់ដោយស្វ័យប្រវត្តិគាត់បានបញ្ចូលគ្រាប់យ៉ាងជឿជាក់រួចនិយាយថាសម្រាប់អតីតពលបាលម្នាក់នៃកងទ័ពកូរ៉េដូចជាគាត់រឿងនេះគឺជារឿងតូចតាចបំផុតគ្រាន់តែចុចកៃមួយផាច់ព្រួញក៏ហោះចេញទៅយ៉ាងលឿនហើយកម្លាំងច្រានរបស់វាបានធ្វើឲ្យគាត់ខ្ទាតទៅក្រោយរីឯព្រួញនោះបានទម្លុះជញ្ជាំងឈើបាត់គាត់ពិតជាភ្ញាក់ផ្អើលនឹងកម្លាំងដ៏មហិមរបស់វាណាស់ហើយទទួលស្គាល់ថាវាមានប្រសិទ្ធភាពជាងអ្វីដែលគាត់បានរំពឹងទុកឆ្ងាយណាស់ប្រសិនបើមានការហ្វឹកហាត់បន្ថែមទៀតវានឹងក្លាយជាអាវុធដ៏អស្ចារ្យក្រោយពីឆែកមើលពេញមួយផ្ទះគាត់ក៏រកមិនឃើញអ្វីផ្សេងទៀតឡើយដូចនេះគាត់ក៏សម្រេចចិត្តទៅឆែកមើលអគារផ្សេងទៀតដែលនៅក្បែរនោះដរាបណាគាត់អាចជៀសវាងការប្រឈមមុខគ្នាបានគាត់នឹងអាចប្រមូលរបស់បានកាន់តែច្រើនគាត់បានលើកស្នាឡើងត្រៀមខ្លួនរួចក៏លួចចូលទៅក្នុងផ្ទះបន្ទាប់ទៀតយ៉ាងប្រុងប្រយ័ត្នបំផុតដោយឆែកមើលគ្រប់ជ្រុងនៃបន្ទប់នីមួយមិនឲ្យចន្លោះអ្នកទាំងអស់គ្នាធ្លាប់ឃើញរបស់បែបនេះទេគាត់បានឃើញក្រដាសយ័ន្តមួយនៅលើតុហើយក៏ដើរចូលទៅពិនិត្យមើលវាឲ្យច្បាស់ប្រព័ន្ធបានបញ្ជាក់ថាវាជាយ័ន្តព្យាបាលរបួសដែលអាចជួយឲ្យជាសះស្បើយភ្លាមនៅពេលហែកវាគាត់ពិតជាភ្ញាក់ផ្អើលដែលរបស់បែបនេះមានពិតមែនគាត់មានបំណងចង់ស្វែងរករបស់របរសម្រាប់សង្គ្រោះបែបនេះឲ្យបានកាន់តែច្រើនទៀតហើយក៏ប្រាថ្នាចង់បានកាបូបដាក់អីវ៉ាន់ឲ្យធំជាងនេះផងដែរស្រាប់តែធ្នើសៀវភៅមួយបានតាក់ទាញចំណាប់អារម្មណ៍គាត់ដែលក្នុងនោះមានសៀវភៅពន្លឺពណ៌ស្វាយមួយក្បាលដែលមានចំណងជើងថាក្បាច់គុណមេដឹកនាំតារាខ្មៅសៀវភៅនេះបានបង្រៀនពីបច្ចេកទេសបញ្ចេញថាមពលងងឹតតាមរយៈម្រាមដៃហើយប្រពន្ធក៏បានសួរគាត់ថាតើចង់រៀនក្បាច់នេះដែរឬទេគាត់ឆ្ងល់ថាតើនឹងមានមេរៀនណែនាំអ្វីខ្លះទៀតរួចក៏សម្រេចចុចយល់ព្រមដើម្បីរៀនក្បាច់គុណដ៏អាចកំបាំងមួយនេះភ្លាមសៀវភៅនោះបានបញ្ចេញពន្លឺយ៉ាងខ្លាំងរួចទំព័រនីមួយក៏ចាប់ផ្ដើមបើកយ៉ាងលឿននៅចំពោះមុខភ្នែករបស់គាត់ដូចជារឿងក្នុងនិទានបន្ទាប់មកវាក៏រលាយคล้ายជាភាគល្អិតតូចហើយបាត់ទៅគាត់មើលទៅដៃទាំងពីររបស់គាត់ទាំងងឿងឆ្ងល់ថាតើការរៀនក្បាច់គុណវាចប់តែប៉ុណ្ណឹងមែនទេប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏មានអារម្មណ៍ថាមានថាមពលមួយយ៉ាងកំពុងតែកើនឡើងនៅក្នុងខ្លួនគាត់បានសាកល្បងដោយយកសំមកបញ្ចូលថាមពលងងឹតរួចគប់ទៅលើជញ្ជាំងសំនោះបានដោតជាប់ជ្រៅទៅក្នុងជញ្ជាំងឈើធ្វើឲ្យគាត់ញញឹមយ៉ាងពេញចិត្តបំផុតព្រោះមិននឹកស្មានថាអាចរៀនក្បាច់គុណពិតបានពីសៀវភៅបែបនេះឡើយក្រោយពីដកសំនោះមកវិញគាត់ក៏ជឿជាក់ថាថាមពលនេះពិតជាខ្លាំងមែនហើយបើមានសៀវភៅក្បាច់គុណនោះប្រកាសជាមានសៀវភៅមុនអាគមផ្សេងទៀតមិនខានឥឡូវនេះគាត់កាន់តែច្បាស់ហើយថាហ្គេមរស់រៀនមានជីវិត Cloudy និង Loyal Ground គឺមានទម្រង់លេងដូចគ្នាបេះបិទតែម្ដងបន្ទាប់ពីប្រមូលរបស់អស់ពីតំបន់នោះគាត់ក៏សម្រេចចិត្តបដូរទីតាំងពេលវេលាក៏បានកន្លងផុតទៅខណៈពេលដែលព្រះអាទិត្យចាប់ផ្ដើមរះឡើងបន្តិចម្ដងគាត់ត្រូវតែស្វែងរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនឲ្យបានលឿនបំផុតហើយនៅពីចម្ងាយគាត់បានប្រទះឃើញផ្ទះមួយដែលមានភ្លើងកំពុងតែភ្លឺនៅឡើយរឿងនេះអាចមានន័យពីរយ៉ាងទី1គឺមានរបស់កម្រនៅក្នុងនោះឬទី2គឺមានមនុស្សនៅក្នុងផ្ទះនោះរួចទៅហើយគាត់បានដើរទៅជិតនោះយ៉ាងប្រុងប្រយ័ត្នបំផុត
ដោយមិនឲ្យមានសម្លេងឡើយព្រោះគាត់មិនដឹងថាមានមនុស្សប៉ុន្មានអ្នកបានចុះចតនៅក្នុងតំបន់នេះទេប្រសិនបើមានមនុស្សនៅទីនេះមែនពួកគេអាចជាអ្នកលេងកម្រិតមធ្យមឬក៏អាចជាបិសាចដែលខ្លាំងបំផុតក៏ថាបានដែរនៅជាន់ទី1គ្មានសម្លេងអ្វីទេគាត់សង្ស័យថាប្រហែលជាមានអ្នកណាម្នាក់នៅជាន់ទី2ចាំមើលទាំងអស់គ្នាថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតមកមើលជាមួយខ្ញុំថាតើបច្ចេកទេសតារាខ្មៅអាចជួយតួឯកយើងឲ្យឆ្លងផុតឧបសគ្គដ៏ធំនេះបានឬអត់គាត់ដើរឡើងជណ្ដើរយ៉ាងប្រុងប្រយ័ត្នបំផុតដៃកាន់ស្នាជាប់រួចក៏បានឃើញចង្កៀងមួយនៅជាន់លើចង្កៀងនោះដាក់នៅក្បែរបន្ទប់ដែលបិទជិតហាក់ដូចជាមានគេរៀបចំជាអន្ទាក់ទុកសម្រាប់បង្ការគាត់អញ្ចឹងតែគាត់សម្រេចចិត្តប្រថុយរុញទ្វារចូលទៅយ៉ាងលឿនប៉ុន្តែក្នុងបន្ទប់ដេកនោះគឺស្ងាត់ជ្រងំគ្មានមនុស្សទេគាត់ដកដង្ហើមធំដោយធូរទ្រូងរួចក៏ឃើញចិញ្ចៀនមួយវងនៅលើតុហើយរើសវាមកពិនិត្យមើលភ្លាមវាជាចិញ្ចៀនបង្កើនកម្លាំង20បន្ទុកដែលធ្វើឲ្យគាត់ឆ្ងល់ថាតើវាអាចជួយគាត់បានកម្រិតណាទៅពេលពាក់វាចូលម្រាមដៃភ្លាមគាត់មានអារម្មណ៍ថាខ្លួនស្រាលហើយរហ័សរហួនជាងមុនឆ្ងាយណាស់សូម្បីតែស្នាដែលធ្លាប់តែធ្ងន់ក៏ប្រែជាស្រាលដូចសម្លៃដែលធ្វើឲ្យគាត់រំភើបក្នុងចិត្តយ៉ាងខ្លាំងដើម្បីឲ្យច្បាស់គាត់ក៏ព្យាយាមបើកផ្ទាំងព័ត៌មានតួអង្គមកពិនិត្យមើលបន្ទាប់ពីសាកល្បងហៅជាច្រើនដងផ្ទាំងព័ត៌មានក៏បង្ហាញឡើងតែបន្ទុករបស់គាត់នៅទាបណាស់ដែលធ្វើឲ្យគាត់មានអារម្មណ៍រៀងខកចិត្តបន្តិចគាត់យល់ថាការដែលគាត់ខ្លាចជាអ្នកក្បាច់គុណគឺដោយសារតែបានរៀនបច្ចេកទេសតារាខ្មៅដ៏អស្ចារ្យនោះឯងទោះជាយ៉ាងណាគាត់នៅតែមានមោទនភាពចំពោះការរីកចម្រើនរបស់ខ្លួនរួចក៏បន្តស្វែងរកវត្ថុផ្សេងទៀតសំណាងល្អមែនទែនគាត់បានរកឃើញចិញ្ចៀនលុំដែលជាអ្វីដែលគាត់កំពុងតែប្រាថ្នាចង់បានបំផុតប្រព័ន្ធពន្យល់ថាគាត់អាចទុកដាក់របស់របរបានយ៉ាងងាយស្រួលគ្រាន់តែប៉ះចិញ្ចៀនហើយគិតដល់វាប៉ុណ្ណោះបើលំហក្នុងចិញ្ចៀនពេញគឺមិនអាចដាក់ថែមបានទៀតទេគាត់ក៏សាកល្បងដាក់រមូរព្យាបាលចូលភ្លាមវាពិតជាអស្ចារ្យណាស់មិនចាំបាច់ស្ពាយកាបូបធ្ងន់ៗទៀតទេដូចជាមានឃ្លាំងផ្ទុកអីវ៉ាន់ក្នុងហ្គេមអញ្ចឹងគាត់គិតថាបើមានប្រព័ន្ធបែបនេះក្នុងជីវិតពិតមែនក្បាច់គុណនិងមន្តអាគមច្បាស់ជាមានប្រយោជន៍ខ្លាំងណាស់បន្ទាប់មកគាត់ក៏ពិនិត្យមើលតារាងសម្លាប់ដើម្បីដឹងពីស្ថានភាពហ្គេមឃើញថាមានម្នាក់ទើបតែត្រូវជំរុះគាត់ក្រងនឹងលាក់ខ្លួនប្រមូលរបស់របររហូតដល់សល់សត្រូវតែ90នាក់ទៀតទើបចេញមកតតាំងរហូតមកដល់ពេលនេះគាត់ប្រមូលបានអាវុធលាក់មុខនិងរបស់ប្រើប្រាស់បានច្រើនគ្រាន់បើសម្រាប់ការពារខ្លួនពេលមានអារម្មណ៍ថាគ្រប់គ្រាន់គាត់ក៏រៀបចំចេញដំណើរហើយយល់ថាការសម្ងំចាំដល់ព្រឹកគឺសុវត្ថិភាពជាងពួកអ្នកលេងខ្លាំងប្រហែលជាកំពុងលាក់ខ្លួនក្នុងងងឹតឯគាត់វិញនៅមិនទាន់អាចតតាំងជាមួយពួកគេបានទេបើគាត់លាក់ខ្លួនឲ្យជិតហើយប្រើខួរក្បាលឲ្យច្រើនគាត់អាចនឹងជាប់ចំណាត់ថ្នាក់លេខ10មិនខានឡើយទោះបីជាគ្រោះថ្នាក់តែគាត់ចង់សាកល្បងស្វែងរកកន្លែងមួយទៀតសិនមុនពេលដែលព្រះអាទិត្យរះឡើងពេលដើរចេញមកក្រៅគាត់សង្កេតឃើញថាខ្លួនឯងមិនហត់ទាល់តែសោះដោយសារតែឥទ្ធិពលចិញ្ចៀនបង្កើនកម្លាំងតែទោះជាមានកម្លាំងខ្លាំងក៏គាត់នៅតែមានអារម្មណ៍ឃ្លាននិងស្រេកទឹកដែលជារឿងជិះមិនរួចគាត់សន្និដ្ឋានថាការរស់រានក្នុងហ្គេមនេះគឺដូចជីវិតពិតណាស់ហើយអាហារច្បាស់ជាមាននៅក្នុងទីក្រុងមិនខានគាត់ពិនិត្យមើលផែនទីដើម្បីរកគោលដៅបន្ទាប់ប៉ុន្តែហាក់ដូចជាមិនឃើញមានចំណុចសម្គាល់ណាមួយច្បាស់លាស់ទេស្រាប់តែមានសំឡេងក្រហឹមតិចៗបន្លឺឡើងពីក្រោយខ្នងត្រៀមខ្លួនឲ្យស្រេចទៅព្រោះឈុតនេះពិតជារន្ធត់ខ្លាំងណាស់គាត់ប្រញាប់លោតចូលក្នុងកំពូតព្រៃក្បែរនោះភ្លាមរួចក៏លួចមើលទៅខាងក្រៅទាំងអារម្មណ៍ភ័យខ្លាចបំផុតនោះគឺជាសត្វមនុស្សចចកដ៏សាហាវហើយវាមិនមែនមកតែម្នាក់ឯងទេវាក៏បានលោតសម្ដៅមករកស៊ុនភ្លាមគាត់គេចផុតយ៉ាងប្រផិតប្រភើយបណ្ដាលឲ្យវាបុកដើមឈើខាងក្រោយរហូតបែកខ្ទេចខ្ទីជាបំណែកទូចតែម្ដងពួកវាទាំងពីរសម្លឹងមកគាត់ដោយភ្នែកក្រឡេតហាក់ដូចជាកំពុងតែស្រេកឃ្លានសាច់ឈាមរបស់គាត់ខ្លាំងណាស់គាត់រអ៊ូក្នុងចិត្តថាស្មានតែហ្គេមនេះសម្រាប់មនុស្សវាយគ្នាមិននឹកស្មានថាមានបិសាចសាហាវបែបនេះសោះបើដឹងមុនគាត់ច្បាស់ជាមិនចេញមកក្រៅឡើយតែក្នុងនាមជាអ្នកលេងលំដាប់ខ្ពស់គាត់មិនអាចស្លាប់ងាយៗទេអ្នកប្រកាសជាចង់ដឹងដូចខ្ញុំដែរថាតើផ្ទះខាងមុខនោះអាចជួយគាត់ឲ្យរួចផុតពីគ្រោះថ្នាក់នេះដែរឬទេគាត់រត់ចូលទៅក្នុងផ្ទះរួចបិទទ្វារយ៉ាងលឿនបំផុតខណៈដែលបេះដូងរបស់គាត់កំពុងតែលោតញាប់ខ្លាំងគាត់ឆ្ងល់ថាតើពួកវាហ៊ានសម្រុកចូលមកដែរឬទេខណៈដែលពួកវាម្ខាងកំពុងតែហិតក្លិនរកមើលរូបគាត់យល់ថាពួកវាច្បាស់ជាតាមដានក្លិនរបស់គាត់មិនខានដូច្នេះគាត់ត្រូវតែសម្រេចចិត្តធ្វើអ្វីមួយភ្លាមបើពួកវានឹងរកគាត់ឃើញដដែលគាត់គួរតែជាអ្នកវាយប្រហារមុនទើបជាជំរើសដ៏ល្អបំផុតសម្រាប់ពេលនេះគាត់តម្រង់ស្នាតាមចន្លោះទ្វារយ៉ាងប្រុងប្រយ័ត្នរួចក៏បាញ់ចេញទៅចំក្បាលរបស់បិសាចនោះពេញទំហឹងវាដួលស្លាប់ភ្លាមរួចក៏រលាយបាត់ទៅដែលធ្វើឲ្យគាត់ដឹងថាចិញ្ចៀនបង្កើនកម្លាំងពិតជាមានប្រយោជន៍មែនប៉ុន្តែនៅសល់មួយទៀតពេលគាត់ងាកក្រោយមកវិញក៏ឃើញមនុស្សចចកទី2កំពុងឈរនៅមាត់ទ្វារបាត់ទៅហើយវាសម្រុកចូលមកយ៉ាងសាហាវហើយក្រញ៉ាំរបស់វាបានឆ្កូតចំថ្ពាល់របស់គាត់ធ្វើឲ្យគាត់ស្ទើរតែគេចមិនទាន់ឈុតនេះពិតជាតានតឹងមែនទែនចាំមើលថាតើគាត់អាចតតាំងនឹងសត្វសាហាវនេះបានយ៉ាងដូចម្តេចមកបងប្អូនទាំងអស់គ្នាចាំមើលទូឯកយើងបាញ់ស្នាទៅលើមនុស្សចចកតែវាបែរជាលើកដៃការពារបានយ៉ាងងាយទៅវិញវារត់ចូលមកសម្លាប់គាត់តែម្ដងប៉ុន្តែការសម្រេចចិត្តដ៏រហ័សបានជួយសង្គ្រោះជីវិតគាត់ដោយគាត់បានដកអ្វីមួយយ៉ាងចេញពីកន្លែងផ្ទុកវាគឺជាស្លាបព្រាតែគាត់មិនស្ទាក់ស្ទើរឡើយគាត់បញ្ចូលថាមពលផ្កាយខ្មៅទៅក្នុងវារួចក៏ចាក់ទម្លុះរាងកាយបិសាចនោះយ៉ាងសាហាវខ្លួនមនុស្សចចៅត្រូវធ្លាយដល់ជញ្ជាំងពេលវាចាប់ផ្ដើមរលាយបាត់ទៅគាត់ដកដង្ហើមធំទាំងគិតថាគាត់មិនអាចចាញ់បិសាចអន់បែបនេះឡើយគាត់លុតជង្គង់ចុះដោយក្តីធូរស្រាលទាំងលួចសរសើរខ្លួនឯងដែលបានរក្សាទុកអាវុធសម្រាប់បោះកាលពីមុនមក
ការចាញ់តួអង្គក្នុងហ្គេមវាពិតជាអាម៉ាស់ណាស់ភ្លាមនោះគាត់ក៏បានឃើញថង់តូចមួយដែលធ្លាក់ពីបិសាចនៅក្បែរនោះដែរគាត់បើកវាទាំងក្តីរំពឹងតែបែរជាមានតែទឹកនិងសាច់ញាតិទៅវិញទោះមិនមានកំណត់មហាសាលតែវាអាចជួយសម្រាលការស្រេកឃ្លានបានខ្លះខណៈកំពុងញ៉ាំគាត់ក៏សម្រេចចិត្តដើររុករកបន្តនៅក្នុងអគារចាស់មួយគាត់បានប្រទះឃើញបំណែកអាវក្រោះដ៏ចម្លែកគាត់ស្មានថាវាជាអាវការពារគ្រាប់កាំភ្លើងហើយក៏សាក់លបងពាក់វាភ្លាមអាវនោះបានរួមតូចត្រូវនឹងទំហំខ្លួនគាត់យ៉ាងល្អឥតខ្ចោះប្រព័ន្ធបង្ហាញថាវាជាអាវក្រោះ Oracle កម្រិតខ្ពស់ដែលមានសមត្ថភាពការពារមន្តអាគមភ្លើងនិងខ្យល់បានយ៉ាងពូកែគាត់ញញឹមទាំងពេញចិត្តព្រោះវាបង្កើនសមត្ថភាពគាត់បានយ៉ាងច្រើនគាត់ជឿថាច្បាស់ជាមានរបស់ល្អៗជាច្រើនទៀតនៅក្បែរនេះកំពុងតែដើរគាត់ក៏ទង្គិចជើងនឹងអ្វីមួយយ៉ាងដែលមើលមិនឃើញពេលគាត់សាក់ទាត់មើលក៏ឃើញក្រណាត់អាវធំមួយផ្ទាំងលេចឡើងមកដល់កន្លែងនេះបងប្អូនត្រូវមើលឲ្យច្បាស់ព្រោះអាវធំរាត្រីដែលគាត់រកឃើញនេះនឹងក្លាយជាជំនួយការដ៏ពិសេសបំផុតវាមានសមត្ថភាពបំបាំងកាយក្នុងភាពងងឹតនិងបំបត្តិសម្លេងបានទាំងស្រុងប្រៀបដូចជាអាវបំបាំងកាយក្នុងរឿង Harry Potter អញ្ចឹងជាមួយរបស់នេះគាត់អាចរស់រានមានជីវិតនៅពេលយប់បានយ៉ាងងាយគាត់ឆ្ងល់ថាហេតុអ្វីបានជាមានផ្ទះបែបនេះនៅកណ្ដាលព្រៃជ្រៅប៉ុន្តែគាត់គិតថាវាប្រហែលជាកន្លែងសម្រាប់ដំឡើងកម្រិតហើយសំណាងរបស់គាត់ហាក់ដូចជាកំពុងតែឡើងខ្ពស់ត្រដែតតែម្ដងទោះបីជាមេឃងងឹតក្តីគាត់នៅតែបន្តធ្វើដំណើរឆ្លងកាត់ព្រៃជ្រៅដោយគាត់សម្គាល់ថាគាត់មិនបានជួបអ្នកណាសោះក្នុងរយៈពេលយូរប្រហែលមកពីគាត់នៅតំបន់ដាច់ស្រយាលពេកភ្លាមនោះគាត់ឮសំឡេងជើងរត់យ៉ាងលឿននិងសំឡេងបុរសម្នាក់ស្រែកសុំជំនួយសឿនបានប្រញាប់ពាក់អាវធំបំបាំងកាយរួចចូលទៅលាក់ខ្លួនក្នុងកំពត់ព្រៃដើម្បីសង្កេតមើលស្ថានភាពនៅខាងមុខបុរសដែលកំពុងរត់នោះបានជេរប្រតិចសំណាងខ្លួនឯងយ៉ាងខ្លាំងព្រោះតែគេមិននឹកស្មានថាដើរមកប៉ះចំគ្រូមន្តអាគមសាហាវបែបនេះសោះសឿនសម្លឹងមើលគេដោយស្ងប់ស្ងាត់ទាំងគិតថាបុរសនោះមើលទៅមិនសូវខ្លាំងប៉ុន្មានទេបើគាត់ស្មានត្រូវគាត់អាចកម្ចាត់គេបានគាត់ព្យាយាមរំលឹកខ្លួនឯងថានេះគ្រាន់តែជាតួអង្គក្នុងហ្គេមប៉ុណ្ណោះប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែមានភាពស្ទាក់ស្ទើរខ្លះៗភាពស្ទាក់ស្ទើរនោះក៏រលាបាត់អស់នៅពេលដែលមន្តអាគមភ្លើងដ៏ខ្លាំងក្លាមួយបានផ្ទុះឡើងចំខ្នងបុរសដែលកំពុងរត់នោះយ៉ាងពេញទំហឹងសឿនមើលបុរសនោះដួលស្លាប់ភ្លាមៗហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញហឹបកណ្ដប់មួយបានលេចឡើងជំនួសសាកសពនេះហើយជាពិភពហ្គេមដ៏សាហាវឃោឃៅគាត់នៅតែបន្តលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ដើម្បីស្វែងរកប្រភពនៃមន្តអាគមភ្លើងកាលពីមុននេះទីបំផុតគាត់ក៏បានឃើញគ្រូមន្តអាគមម្នាក់ដែលកំពុងតែរអ៊ូទាំពីការលួចរបស់របរពីសំណាក់បុរសដែលទើបតែស្លាប់អំបញ្ញមិញគ្រូមន្តអាគមនោះនិយាយថាបុរសនោះគួរតែអរគុណដែលបានស្លាប់ដោយសារភ្លើងសួនដឹងថាអាវបំបាំងកាយរបស់គាត់ពិតជាមានប្រសិទ្ធភាពមែនគ្រូមន្តអាគមឈ្មោះខឿនកំពុងតែមមាញឹកពិនិត្យមើលរបស់របរក្នុងហឹបដោយមិនដឹងថាមានមនុស្សកំពុងលួចមើលគេឡើយបងប្អូនឃើញទេសឿនដឹងច្បាស់ថាបើគាត់នៅតែស្ទាក់ស្ទើរគាត់នឹងក្លាយជាសាកសពបន្ទាប់ដូច្នេះគាត់ត្រូវតែសាហាវជាងមុនខណៈដែលខឿនកំពុងរើសរបស់ស្រាប់តែមានព្រួញមួយហោះចេញពីភាពងងឹតមកបំបែករនាំងការពាររបស់គេយ៉ាងរហ័សខឿនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយព្យាយាមងាករកមើលអ្នកវាយប្រហារប៉ុន្តែព្រួញទី2បានហោះមកដល់និងធ្វើឲ្យរនាំងប្រេះកាន់តែខ្លាំងដោយក្តីខឹងសម្បាខឿនបានស្រែកបញ្ជាឲ្យអ្នកលាក់ខ្លួនបង្ហាញមុខចេញមកគេបានបាញ់ដុំភ្លើងទៅគ្រប់ទិសទីតែមិនចំគោលដៅឡើយភ្លាមនោះកាំបិតហោះមួយទៀតបានហោះចេញពីស្រមោលមកជ្រៀលត្រូវរនាំងការពាររបស់គេជាលើកទី3រនាំងការពារបានបែកខ្ទេចខ្ទីអស់ខឿនចាប់ផ្ដើមស្លន់ស្លោខ្លាំងឡើងហើយស្រែកជេរអ្នកដែលលាក់ខ្លួនក្នុងភាពងងឹតថាជាមនុស្សកំសាកគេព្យាយាមសូត្រមន្តអាគមភ្លើងម្ដងទៀតតែមិនទាន់ទាំងចប់ផងកាំបិតមួយបានហោះមកចាក់ចំកណ្ដាលថ្ងាសរបស់គេបាត់ទៅហើយជីវិតរបស់គេត្រូវបញ្ចប់ត្រឹមនេះសឿនសម្លឹងមើលទាំងក្តីរំភើបព្រោះមិននឹកស្មានថាគាត់អាចឈ្នះគ្រូមន្តអាគមដ៏ខ្លាំងម្នាក់នេះសោះឥឡូវនេះមានហឹបកំណត់2នៅពីមុខគាត់ដឹងថាត្រូវតែប្រមូលរបស់ឲ្យលឿនបំផុតមុននឹងមានអ្នកផ្សេងមកដល់ទីនេះគាត់ចាប់ផ្ដើមផ្ទេរគ្រប់យ៉ាងចូលទៅក្នុងកន្លែងផ្ទុករបស់គាត់ក្នុងចំណោមនោះមានថ្នាំព្យាបាលរបួសដ៏កម្រមួយដបផងដែរគាត់ក៏បានឃើញខ្សែករបស់សមាគមមន្តអាគមមួយដែរទោះបីជាសឿនហៅវាថាជារបស់ឥតប្រយោជន៍តែគាត់នៅតែទុកវាដដែលអ្វីដែលរឹតតែពិសេសនោះគឺគាត់បានរកឃើញថ្មរង្វង់ដែលជាវត្ថុអាចប្រើសម្រាប់ឆ្លាក់រង្វង់មន្តអាគមដ៏មានឥទ្ធិពលបំផុតគាត់បានសន្យានឹងខ្លួនឯងថានឹងប្រើប្រាស់ថ្មនេះឲ្យមានតម្លៃបំផុតជំនួសមកឲ្យបរិសុទ្ធដែលបានស្លាប់បាត់បង់ជីវិតទៅនោះបន្ទាប់ពីប្រមូលរបស់អស់ហើយគាត់ក៏បន្តធ្វើដំណើរចូលជ្រៅទៅក្នុងព្រៃដើម្បីស្វែងរកកន្លែងសម្រាកដ៏មានសុវត្ថិភាពមួយទីបំផុតគាត់បានរកឃើញផ្ទះមួយនៅក្បែរកំពូលភ្នំនៅខាងក្នុងនោះប្រព័ន្ធបានសួរគាត់បញ្ជាក់អំពីការប្រើប្រាស់ថ្មរង្វង់មន្តអាគមគាត់បានយល់ព្រមតាមលក្ខខណ្ឌទោះបីជាដឹងថាវានឹងធ្វើឲ្យគាត់មិនអាចកម្រើកបានក្នុងរយៈពេល3ម៉ោងនិងបង្កការឈឺចាប់ខ្លាំងក្តីការឈឺចាប់គឺលើសពីការពិពណ៌នាហើយជឿខ្ញុំចោះបងប្អូននឹងឃើញថាការស៊ូទ្រាំរបស់គាត់ក្នុងពេល3ម៉ោងនេះពិតជាមិនធម្មតាមែនមកជាមួយខ្ញុំមកអ្នកនឹងបានឃើញពីតម្លៃដ៏សាហាវនៃអំណាចនៅក្នុងពិភពលោកមួយនេះហើយការឈឺចាប់បានចាក់ទម្លុះទ្រូងរបស់គេយ៉ាងខ្លាំងការឈឺចាប់3ម៉ោងពេញបានកន្លងផុតទៅគេដេកហូរក្អួតលើដីរួចរអ៊ូថាការហាត់ក្បាច់គុណគឺស្រួលជាងឆ្ងាយណាស់ប្រសិនបើប្រៀបធៀបគ្នាវេទមន្តគឺជាឋាននរកពេលបើកផ្ទាំងស្ថានភាពគេឃើញថាខ្លួនឯងមានអាជីព2ហើយមានធាតុថ្មីគឺម៉ាណាត្រូវបានចុះក្នុងបញ្ជីគេគិតថាអ្នកលេង2នាក់នោះបានងាប់ហើយដូច្នេះចំនួនអ្នករស់រានមានជីវិតច្បាស់ជាថយចុះជាក់ជាមិនខានឡើយគេក៏ឆែកមើលចំនួនលេខគេឆែកមើលលេខហើយក៏ភ័យស្លេកមុខ
ពី100នាក់សល់តែ45នាក់ប៉ុណ្ណោះហើយឈ្មោះណាំសាក្វាំងកំពុងតែលេចឡើងក្នុងបញ្ជីសម្លាប់បុរសម្នាក់នេះកំពុងតែតាមសម្លាប់អ្នកលេងដទៃដូចជាខ្មោចចូលអញ្ចឹងត្រឡប់ទៅប៉ុន្មានម៉ោងមុនវិញនៅលើដើមឈើដ៏ធំមួយដើមបុរសម៉ាត់ធំម្នាក់កំពុងលិតបបោមាត់សម្លឹងមើលជនរងគ្រោះបន្ទាប់របស់គេដែលជាបុរសតូចម្នាក់កំពុងដើរជំពប់ជើងនឹងដុំថ្មពេលអ្នកលេងដែលភ័យខ្លាចនោះសំពះសុំជីវិតសាក្វាំងក៏លូកដៃទៅច្របាច់លលាក្បាលគេបែកខ្ទេចភ្លាមតែម្ដងគេមិនទាន់យកអីវ៉ាន់សពផងគេគ្រាន់តែខ្សឹបថាឥឡូវនេះគ្រប់គ្នានឹងស្គាល់ឈ្មោះរបស់គេមិនខានថ្ងៃទី3បានមកដល់រួមជាមួយការជូនដំណឹងថ្មីលោតឡើងមកសៀនសម្ដែងការមិនជឿចំពោះចំនួនអ្នកស្លាប់ដ៏ច្រើនបែបនេះគេគិតថាបើនៅតែអញ្ចឹងគេប្រហែលជាអាចជាប់ចំណាត់ថ្នាក់កម្ពុជា10ជាក់ជាមិនខានរង្វាន់សម្រាប់អ្នកឈ្នះត្រូវបានគេបង្ហើបឲ្យដឹងខ្លះហើយតើវាជាលុយរបស់កម្រឬក៏អំណាចដែលអាចយកសម្ភារៈទៅពិភពពិតបានគេដកដង្ហើមធំមានឃាតករម្នាក់កំពុងដើររីរាយ៉ាងសេរីចំណែកឯគេបែរជាមកអង្គុយយល់សប្តិទៅវិញប៉ុន្តែគេនៅតែអាចមានអារម្មណ៍ថាម៉ាណាកំពុងតែដាស់តឿននៅក្នុងខ្លួនរបស់គេក្នុងចំណោមរបស់ដែលរើសបានកាលពីម្សិលមិញគេចាំថាបានឃើញសៀវភៅវេទមន្តខ្យល់មួយក្បាលវាអាចបង្កើតជាដុំខ្យល់ដ៏ខ្លាំងក្លាបានច្រើនតាមកម្លាំងរបស់គេក៏សម្រេចចិត្តរៀនវាយ៉ាងលឿនរំពេចនោះសៀវភៅក៏រលាយបាត់ភ្លាមចំណេះដឹងទាំងនោះបានហូរចូលទៅក្នុងខួរក្បាលរបស់គេលូកដៃចេញមកក្រៅរួចចាប់ផ្ដើមសូត្រមន្តអាគមដើម្បីបញ្ចេញថាមពលចេញមកឥឡូវចាំមើលឲ្យច្បាស់ណាព្រោះអ្វីគ្រប់យ៉ាងចិត្តនឹងផ្ទុះខ្លាំងហើយម៉ាណាក៏ចាប់ផ្ដើមវិលជុំវិញបាតដៃរបស់គេហើយដុំខ្យល់4ក៏លេចចេញមកពួកវាហោះទៅបុកជញ្ជាំងខាងក្រោយបង្កជាការផ្ទុះយ៉ាងខ្លាំងដែលធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងវាខ្លាំងជាងអ្វីដែលគេបានគិតទៅទៀតតោះអ្នកទាំងអស់គ្នាមកមើលទូឯកយើងរស់ក្នុងហ្គេមសាហាវនេះការប្រើមន្តអាគមធ្វើឲ្យគេហត់ខ្លាំងហើយផែនទីក៏ចាប់ផ្ដើមបដូរដែរតំបន់សុវត្ថិភាពកាន់តែរួមតូចទៅគេសម្រេចចិត្តដើររករបស់នៅតាមជីដើម្បីជៀសវាងការប៉ះទង្គិចជាមួយអ្នកលេងផ្សេងទៀតឲ្យបានច្រើនបំផុតពេលនេះអ្នកលេងពាក់កណ្ដាលបានស្លាប់បាត់ទៅហើយអត្រារស់រានរបស់គេក៏ខ្ពស់ជាងមុនដែរអ្វីដែលគេត្រូវធ្វើគឺត្រូវតែមានភាពរហ័សរហួនជានិច្ចប៉ុន្តែគេមិនដឹងទេថាមានភ្នែកមួយគូកំពុងលាប់មើលពីលើដើមឈើគឺជាបុរសចំណាស់ម្នាក់ដែលឈរស្ងៀមតាមដានរាល់សកម្មភាពរបស់គេមិនឲ្យរំលងឡើយបុរសនោះពោលថាវាចាប់ផ្ដើមគួរឲ្យចាប់អារម្មណ៍ហើយរួចក៏លោតទៅមុខបាត់ទៅកន្លះថ្ងៃក្រោយមកសឿនក៏បានទៅដល់កន្លែងមួយតាមផែនទីគេស្មានថានឹងឃើញផ្ទះសម្បែងប៉ុន្តែអ្វីដែលនៅចំពោះមុខគឺមានតែស្នាមឈាមនិងប្រអប់សម្ភារៈដែលរីប៉ាយពេញដីតែប៉ុណ្ណោះប្រយ័ត្នឲ្យមែនតែនកន្លែងនេះហើយដែលរឿងរ៉ាវចាប់ផ្ដើមតានតឹងខ្លាំងស្រាប់តែមានស្នូជើងពីក្រោយធ្វើឲ្យគេភ័យខ្លាំងហើយក៏បញ្ចេញដុំខ្យល់បាញ់ទៅភ្លាមមុនអាគមនោះបានផ្ទុះឡើងយ៉ាងខ្លាំងធ្វើឲ្យទ្វារបែកខ្ទេចខ្ទីអស់គ្មានសល់គេក៏ចាប់ផ្ដើមដើរទៅមុខបន្តិចម្ដងដោយការប្រុងប្រយ័ត្នខ្ពស់បំផុតគេរអ៊ូថាមិញប្រហែលជាគ្រាន់តែជាខ្យល់បក់ទីហ្នឹងប៉ុន្តែក្នុងចិត្តនៅតែមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងលប់មើលខ្លួនពីកន្លែងណាមួយមិនខានប៉ុន្តែអ្វីដែលគេបានឃើញតាមរយៈទ្វារដែលបែកបាក់នោះគឺខុសស្រឡះតែម្ដងមានឈាមប្រឡាក់ពេញឥដ្ឋនិងតាមជញ្ជាំងផ្ទះមើលទៅគួរឲ្យខ្លាចណាស់គេខ្សឹបប្រាប់ខ្លួនឯងថាអ្នកដែលនៅខាងក្នុងនោះច្បាស់ជាកំពុងរងរបួសធ្ងន់ហើយមិនអាចទៅណាបានឆ្ងាយនោះទេបើពួកគេអាចរស់បានយូរដល់ថ្នាក់នេះគឺច្បាស់ជាមានសមត្ថភាពខ្លាំងឬក៏មានសំណាងខ្ពស់ណាស់ហើយប្រកាសជាមានរបស់ល្អៗជាច្រើនជាប់ខ្លួនគេគិតចង់លបវាយប្រហារដើម្បីបញ្ចប់រឿងឲ្យលឿននិងយករបស់ទាំងនោះប៉ុន្តែបន្ទាប់ពីដកដង្ហើមធំមួយឃ្លាគេក៏សម្រេចចិត្តបដូរចិត្តវិញភ្លាមអ្នកទាំងអស់គ្នាស្មានថាគេចាក់ចេញមែនទេមើលទៅគេគ្រាន់តែដកថយទៅក្នុងស្រមោលសិនទេចំណែកបុរសខាងក្នុងវិញភ័យស្ទើរលេចនោមទៅហើយគេអរគុណដល់មេឃដីដែលខ្លួនឆ្លាតរហ័សគិតរកល្បិចបានទាន់ពេលប្រសិនបើគេបង្អង់តែបន្តិចទៀតនោះគេច្បាស់ជាត្រូវស្លាប់ក្រោមដៃរបស់សឿនបាត់ទៅហើយគេអួតថាបើខ្លួនមិនរងរបួសទេនោះគេអាចសម្លាប់ស៊ីវូនបានយ៉ាងងាយតែឥឡូវគេត្រូវប្រមូលរបស់ហើយប្រញាប់ចាក់ចេញទីនេះឲ្យលឿនបំផុតប៉ុន្តែការគិតរបស់គេត្រូវកាត់ផ្ដាច់ភ្លាមព្រួញមួយគ្រាប់បានហោះមកបុកចំក្បាលរបស់គេពេញទំហឹងធ្វើឲ្យរាងកាយគេរលាយបាត់ទៅតែម្ដងសាយ៉ងមើលមកពីលើដើមឈើយ៉ាងស្ងប់ស្ងាត់ហើយអរគុណបុរសនោះដែលឆោតល្ងង់ធ្លាក់ក្នុងអន្ទាក់របស់គេរួចគេក៏ប្រញាប់សម្ដៅទៅរកជីផែនទីបន្តទៀតស្រាប់តែមានសំឡេងមួយបន្លឺឡើងពីខាងលើក្បាលបុរសចំណាស់ម្នាក់នោះបានលេចមុខមកម្ដងទៀតហើយសរសើរថាសេវូនពិតជាមានចំណេះដឹងនិងសមត្ថភាពពូកែណាស់ស៊ីអូនខឹងខ្លួនឯងយ៉ាងខ្លាំងដែលធ្វេសប្រហែសឲ្យគេលួបចូលក្បែរបានបុរសនោះប្រាប់ថាកុំបារម្ភអីគាត់គ្រាន់តែមានសំណួរមួយចំនួនចង់សួរនាំតែប៉ុណ្ណោះនៅពេលស៊ីអូនសួរថាគាត់ជាអ្នកណាឲ្យប្រកាសបុរសចំណាស់នោះតបវិញថាចម្លើយវាមិនសំខាន់នោះទេគាត់គ្រាន់តែចង់ដឹងថាពួកគេមកពីណារឿងកាន់តែអាកំបាំងហើយអ្នកទាំងអស់គ្នាជឿខ្ញុំចុះភាគក្រោយច្បាស់ជាកកើតជាងនេះទៀតចាំមើលថាតើបុរសចំណាស់នោះជាអ្នកណាឲ្យប្រកាសតោះមកមើលទាំងអស់គ្នាស៊ីយ៉ុននិងបុរសម្នាក់នេះមកពីពិភពផ្សេងគ្នាទាំងស្រុងហើយម្នាក់នេះមិនដូចអ្នកណាដែលគេធ្លាប់ជួបឡើយលោកតាសួរគេថាតើធ្លាប់ចូលរួមក្នុងការសម្ដែងបែបនេះពីមុនមកដែរឬទេស៊ីអ៊ុនក៏ឆ្ងល់នឹងពាក្យថាការសម្ដែងនោះភ្លាមចាំមើលត្រង់នេះឲ្យច្បាស់លោកតាក៏ប្រាប់ថាគាត់បានតាមដានស៊ីអ៊ុនតាំងពីដើមមកម្លេះហើយសរសើរដែលគេអាចស្វាំបានលឿនណាស់គាត់ជឿជាក់ថាសូវូនដឹងច្បាស់ថាទីនេះមិនមែនជាការពិតស៊ីអ៊ុនមានអារម្មណ៍ព្រឺសម្បុរដែលត្រូវគេតាមមើលដោយមិនដឹងខ្លួនបែបនេះគេក៏សារភាពថានេះជាលើកដំបូងដែលត្រូវបានកោះហៅមកតែគេធ្លាប់លេងហ្គេមដែលមានលក្ខណៈស្រដៀងគ្នានេះក្នុងពិភពរបស់គេដែរលោកតាឮហើយក៏ចាប់ផ្ដើមមានអារម្មណ៍ចាប់អារម្មណ៍
ពួកយើងពិតជាចង់ដឹងបន្តណាថាតើមានអ្វីកើតឡើងទៀតនៅក្នុងរឿងដ៏អាថ៌កំបាំងមួយនេះតោះមកមើលរឿងដ៏ជក់ចិត្តនេះជាមួយខ្ញុំគ្រាន់តែឃើញរូបរាងបរិសម្នាក់នេះភ្លាមសេវូនដឹងថាគាត់មិនមែនជាមនុស្សមកពីពិភពលោកតែមួយឡើយនៅពេលដែលផ្ទៃមេឃចាប់ផ្ដើមងងឹតស្លុបបុរសចំណាស់រូបនោះក៏បានប្រាប់ពីការផ្លាស់ប្ដូរហើយសេវូនក៏បានបញ្ជាក់ថាវាគឺជាថ្ងៃទី3ទៅហើយគាត់ក៏បានសួរទៅសេវូនថាតើនៅឯពិភពលោករបស់ឯងព្រះច័ន្ទតែងតែមានទំហំធំបែបនេះមែនទេគេក៏សើចហើយឆ្លើយថាទេអាមួយនេះវាធំខុសធម្មតាពេកហើយបុរសចំណាស់ក៏យល់ស្របតាមដែររួចគាត់ក៏បានសុំឲ្យសេវូនពន្យល់អំពីហ្គេមមួយនេះឲ្យគាត់ស្ដាប់បន្តិចមើលប៉ុន្តែសេវូនរុញរាននឹងការនិយាយប្រាប់ណាព្រោះតែគេបារម្ភថាអាចនឹងមានការលួចឆ្មក់វាយប្រហារនៅទីវាលបែបនេះបុរសចំណាស់ក៏បានស្នើឲ្យពួកគេទៅរកកន្លែងណាដែលសុវត្ថិភាពជាងនេះសិនទៅនៅពេលដែលសេវូនសួរថាតើគេអាចទុកចិត្តគាត់ដោយរបៀបណាបុរសចំណាស់ក៏បានចាប់ដៃរបស់គេជាប់រួចខ្សឹបប្រាប់ថាបើឯងមិនចង់ឲ្យមានអ្នកចាប់អារម្មណ៍ទីចូលនៅឲ្យស្ងៀមទៅបន្ទាប់មកពួកគេក៏បានចេញដំណើរទៅបាត់ទៅដោយបុរសចំណាស់ម្នាក់នេះបានលោតពីដើមឈើមួយទៅដើមឈើមួយទៀតក្នុងល្បឿនយ៉ាងលឿនបំផុតដែលមិនគួរឲ្យជឿទាល់តែសោះខ្យល់បានបក់បោកមកលើមុខរបស់សេវូនខ្លាំងរហូតដល់ធ្វើឲ្យថ្ពាល់របស់គេញ័រទៅត្រើតតែម្ដងហើយគេក៏បានលួចសារភាពនៅក្នុងចិត្តខ្លួនឯងយ៉ាងស្ងប់ស្ងាត់បំផុតប្រាប់ឲ្យត្រង់ចុះនៅពេលនោះគេមិនបានដឹងឡើយថាការជួបគ្នាមួយនេះនឹងផ្លាស់ប្ដូរវាសនារបស់គេខ្លាំងប៉ុណ្ណានោះទេរួចពួកគេក៏បានបន្តសន្ទនានៅក្រៅមេឃនាពេលរាត្រីបន្ទាប់ពីបានស្ដាប់អស់មួយសន្ទុះធំមកបុរសចំណាស់ក៏បាននិយាយឡើងថាពិភពលោករបស់សេវូនស្ដាប់ទៅហាក់បីដូចជាពោពេញទៅដោយមន្តអាគមអស្ចារ្យខ្លាំងណាស់ប៉ុន្តែសេវូនក៏បានបកស្រាយវិញថាវាមិនមែនជាមន្តអាគមអ្វីនោះទេតែវាគឺជាអរិយធម៌ដ៏ជឿនលឿនបំផុតមួយបុរសចំណាស់ក៏បាននិយាយតបវិញថាបែបនឹងហើយទើបបានជាឯងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដល់ថ្នាក់នេះសេវូនក៏បានសួរបញ្ជាក់ម្ដងទៀតថាតើលោកតាមើលមកលើរូបខ្ញុំតាំងពីពេលណាមកដែរបុរសចំណាស់ក៏បានសារភាពប្រាប់ថាគាត់បានមើលគេតាំងពីដើមទីមកម្លេះដែលការលាតត្រដាងការពិតមួយនេះបានធ្វើឲ្យសេវូនមានអារម្មណ៍ថាភ័យខ្លាចនិងមិនស្រួលចិត្តទាល់តែសោះគេក៏បានសួរទៅបុរសចំណាស់ថាតើលោកតាអាចអានចិត្តរបស់ខ្ញុំបានមែនទេគាត់ក៏បានញញឹមរួចប្រាប់វិញថាដើមឡើយគាត់គ្រោងនឹងចំណាយពេល100ថ្ងៃនេះដើម្បីនៅម្នាក់ឯងនៅកណ្ដាលភ្នំយ៉ាងស្ងប់ស្ងាត់ប៉ុន្តែសកម្មភាពរបស់សេវូនបានធ្វើឲ្យគាត់ចាប់អារម្មណ៍ខ្លាំងណាស់ហើយគាត់មកចិត្តនេះគឺដោយសារតែការចង់ដឹងតែប៉ុណ្ណោះមិនមែនមកដោយបំណងអាក្រក់អ្វីឡើយពេលនេះសេវូនក៏បានសារភាពដែរថាគេមិនដឹងឡើយថាហេតុអ្វីបានជាពួកគេត្រូវបាននាំមកទីនេះបុរសចំណាស់ក៏បានឆ្លើយតបវិញថានៅពិភពលោករបស់គាត់ក៏មានរឿងប្រហាក់ប្រហែលគ្នានេះដែរគ្រាន់តែវាមិនដូចគ្នាទាំងស្រុងសេវូនក៏បានពន្យល់ថានៅឯពិភពលោករបស់គេហ្គេមបែបនេះគឺត្រូវបានបង្កើតឡើងសម្រាប់តែកំសាន្តតែប៉ុណ្ណោះហើយក៏មិនមានអ្នកណាម្នាក់ត្រូវស្លាប់ពិតប្រាកដដែរដូច្នេះចំពោះរឿងអភិនិហាដែលចាប់ខ្លួនមនុស្សមកនេះគេក៏គ្មានចម្លើយដែរបុរសចំណាស់ក៏បានងក់ក្បាលរួចក៏បានសួរបន្តទៀតថាតើពាក្យដែលសេវូនបាននិយាយថាវាគឺជាឱកាសដ៏ធំធេងបំផុតសម្រាប់រូបគេនោះតើវាមានន័យថាយ៉ាងដូចម្តេចទៅវិញសេវូនក៏បានពន្យល់ថាការស្លាប់នៅទីនេះគឺមិនដូចការស្លាប់នៅក្នុងពិភពពិតនោះទេហើយតាមអ្វីដែលគេបានយល់ដឹងមកគឺគ្រប់គ្នាដែលត្រូវបានចម្រុះចេញនិងទទួលបានរង្វាន់ទៅតាមចំណាត់ថ្នាក់ដែលពួកគេទទួលបានលើសពីនេះទៅទៀតគេជឿជាក់យ៉ាងមុតមាំថារង្វាន់ទាំងនោះនឹងរួមបញ្ចូលទាំងរបស់របរប្រើប្រាស់និងសមត្ថភាពដែលទទួលបានពីក្នុងហ្គេមនេះបុរសចំណាស់ក៏បានសួរបញ្ជាក់ថាតើឯងចង់មានន័យសម្ដៅទៅលើគ្រឿងសព្វពិវុធដែលឯងកំពុងតែពាក់នៅលើខ្លួនឯងនេះមែនទេសេវូនក៏បានឆ្លើយតបយ៉ាងលឿនថាមែនហើយទាំងគ្រឿងសព្វពិវុធក្បាច់គុណហើយសូម្បីតែមន្តអាគមក៏អាចយកទៅបានដែរទោះបីជាពេលនេះគេមិនទាន់មានភស្តុតាងច្បាស់លាស់ដើម្បីយកមកបញ្ជាក់ក៏ដោយចុះបុរសចំណាស់បានគិតម្នាក់ឯងថារឿងមន្តអាគមពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ប៉ុន្តែគាត់នៅតែឆ្ងល់ថាតើរឿងនេះវាគឺជាឱកាសពិតប្រាកដមែនដែរឬក៏យ៉ាងណាសេវុនក៏បានឆ្លើយវិញថាប្រហែលជាសម្រាប់លោកតាមិនមែនជាឱកាសទេតែសម្រាប់មនុស្សដែលគ្មានអ្វីសោះដូចជារូបគេថាមពលទាំងនេះអាចនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេបានមើលទៅអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ដែរហើយថាហេតុអ្វីបានជាគេគិតបែបនេះសេវុនបានឆ្លើយថាព្រោះតែលោកតាមើលទៅដូចជាកំពូលអ្នកក្បាច់គុណម្នាក់អញ្ចឹងដែលប្រហែលជាត្រូវបានគេគោរពយ៉ាងខ្លាំងនៅឯពិភពលោករបស់លោកតាបើប្រៀបធៀបមកកាន់រូបគេដែលគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលគ្មានតួនាទីសំខាន់អ្វីសោះនៅក្នុងសង្គមដូច្នេះហើយទើបហ្គេមមួយនេះមានអត្ថន័យខ្លាំងណាស់សម្រាប់គេបុរសចំណាស់ក៏បានសើចយ៉ាងខ្លាំងរហូតដល់សេវូនត្រូវប្រាប់ឲ្យគាត់ជួយបន្ថយសម្លេងបន្តិចទៅរួចគាត់ក៏បានសួរថាតើសេវូនកំពុងតែធ្វើអ្វីដែរនៅពេលដែលគេចុចនៅលើអាកាសនោះសេវូនក៏បានពន្យល់ថានោះគឺជាវិធីដែលគេបើកមើលផែនទីហ្គេមតែប៉ុណ្ណោះពួកគេក៏បានផ្លាស់ប្ដូរបទពិសោធន៍និងរឿងរ៉ាវអំពីពិភពលោករបស់ពួកគេរៀងៗខ្លួនរហូតដល់ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងហើយបុរសចំណាស់ក៏បានទះដីតិចតិចរួចនិយាយថាគាត់ប្រហែលជាបានចំណាយពេលរបស់សេវូនច្រើនពេកហើយរួចគាត់ក៏បានដាក់គេចុះយ៉ាងថ្នមបំផុតសេវូនក៏បានតបវិញថាវាមិនអីនោះទេលោកតាតាមពិតទៅនេះគឺជាពេលដែលគេមានអារម្មណ៍ថាសុវត្ថិភាពបំផុតក្នុងរយៈពេលកន្លងមកនេះបុរសចំណាស់ក៏បានប្រាប់ថាគាត់ពិតជាសប្បាយចិត្តណាស់ដែលបាននិយាយគ្នាជាមួយគេដោយសារតែសេវូនបានបង្រៀនគាត់ច្រើនគាត់ក៏ចង់ផ្ដល់អ្វីមួយត្រឡប់ទៅវិញដែរសេវូនក៏បានសួរភ្លាមៗថាតើគេអាចសុំរៀនក្បាច់គុណខ្លះពីលោកតាបានដែរឬទេព្រោះតែគេមានការបដិញ្ញាចិត្តថានឹងត្រូវតែរស់រានមានជីវិតឲ្យបានរហូតដល់ទីបញ្ចប់ដូច្នេះគេត្រូវការកម្លាំងខ្លាំងបំផុតបុរសចំណាស់ក៏បាននៅស្ងៀមមួយសន្ទុះសិនរួចនិយាយថាវាមិនមែនជាការមិនអាចទៅរួចនោះទេ
ពេលនោះភ្នែករបស់ស៊ីវូនក៏បានភ្លឺចិញ្ចាក់ពោពេញទៅដោយក្តីសង្ឃឹមប៉ុន្តែបរិសុទ្ធចំណាស់ក៏បានដាក់ពាក្យព្រមានទុកជាមុនផងដែរអ្វីដែលគាត់ហៀបនឹងផ្ដល់ឲ្យគឺមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលសួរថាជាអ្វីបរិសុទ្ធចំណាស់ក៏ឆ្លើយយ៉ាងខ្លីថាគឺសេចក្តីស្លាប់ព្រោះភាពជោគជ័យតាមផ្លូវកាត់គឺត្រូវមានតម្លៃតបស្នងសេវូនក៏បានរំលឹកគាត់ថានៅទីនេះគ្មានអ្នកណាម្នាក់ត្រូវស្លាប់ពិតប្រាកដនោះទេបន្ទាប់ពីបានគិតមួយសន្ទុះមកបរិសុទ្ធចំណាស់ក៏បានងក់ក្បាលយល់ព្រមតាមការគិតរបស់គេបើអញ្ចឹងមែនវិធីដែលគាត់កំពុងតែគិតក្នុងចិត្តនេះប្រហែលជាអាចប្រើការបានហើយស៊ីវូនក៏បានសួរបន្តថាតើវាពិតជាអាចធ្វើឲ្យរូបគេខ្លាំងជាងមុនបានមែនទេលោកតាបរិសុទ្ធចំណាស់បានប្រាប់ថាវាពិតជាគួរឲ្យសាកល្បងខ្លាំងណាស់ប៉ុន្តែជាដំបូងគាត់ត្រូវតែធ្វើការវាស់ស្ទង់មើលថាមពលដែលនៅខាងក្នុងខ្លួនរបស់ស៊ីវូនជាមុនសិនគាត់ក៏បានដាក់បាតដៃនៅលើក្បាលរបស់គេរួចក៏បានបិទភ្នែកហើយភ្លាមនោះគាត់ក៏បានបើកភ្នែកឡើងវិញដោយការភ្ញាក់ផ្អើលព្រោះសូម្បីតែឆ្កែរបស់គាត់ក៏មានថាមពលច្រើនជាងគេដែរសេវូនក៏បានសុំទោសរួចរំលឹកគាត់ថាក្បាច់គុណនិងថាមពលផ្ទៃក្នុងបែបនេះគឺវាមិនមាននៅក្នុងពិភពលោករបស់គេឡើយដូច្នេះគេមិនដឹងពីរឿងនេះពិតមែនបុរសចំណាស់បានប្រាប់ឲ្យគេអង្គុយក្នុងទម្រង់សមាធិខណៈដែលដៃរបស់គាត់នៅតែកាន់ក្បាលគេជាប់រួចគាត់ក៏បានព្រមានទៀតថាអ្វីដែលហៀបនឹងកើតឡើងបន្តទៀតនេះវានឹងមានអារម្មណ៍ឈឺចាប់ដូចជាកំពុងតែស្លាប់អញ្ចឹងប៉ុន្តែស៊ូវូននឹងមិនអាចកម្រើខ្លួនបានឡើយគេក៏បានសួរថាតើខ្ញុំគួរតែធ្វើអ្វីទៅចម្លើយគឺមានតែមួយគត់គឺត្រូវតែអត់ធ្មត់ឲ្យបាននៅពេលដែលបុរសចំណាស់ចាប់ផ្ដើមបញ្ជូនថាមពលរបស់គាត់ចូលទៅសរសៃវិញ្ញាណរបស់សេវូនក៏បានផ្ទុះឡើងហើយគ្រប់យ៉ាងគឺឈឺដូចជាយកកំបាត់មកចាក់ជឿខ្ញុំទៅបើអ្នកទាំងអស់គ្នាស្ថិតក្នុងស្ថានភាពនេះច្បាស់ជាទ្រាំមិនបានឡើយព្រោះរាល់ការដកដង្ហើមគឺឈឺចាប់ខ្លាំងណាស់ហើយការឈឺចាប់ពិតប្រាកដគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះតោះមកមើលឈុតឆាកដ៏រំភើបមួយនេះទាំងអស់គ្នាថាមពលកំពុងឆេះសន្ធូសន្ធៅហក់ឡើងពីក្រោមមកលើស៊ីអ៊ូនក៏ស្រែកខ្លាំងហើយពន្លឺក៏ជះចេញពីភ្នែកនិងមាត់របស់គេតែម្ដងបែកញើសជួខ្លួនដូចងូតទឹកពេលនេះពេលវេលាហាក់ដូចជាឈប់ដើរអ្វីមួយយ៉ាងដ៏ចម្លែកបានជ្រាបចូលក្នុងខ្លួនរបស់គេបន្ទាប់មកអ្វីក៏ស្ងប់ស្ងាត់ទៅវិញហើយលោកតាគ្រូក៏ដើរចេញគាត់ប្រាប់ថារួចរាល់ហើយស៊ីអ៊ូនក៏អោនក្អួតចង្អោមកភ្លាមលោកតាគ្រូបានសម្លឹងមើលទៅគេហើយនិយាយថាសូវូនពិតជាទ្រាំបានល្អជាងការរំពឹងទុករបស់គាត់ទៅទៀតរាងកាយរបស់គេពិតជាមានសក្តានុពលខ្លាំងណាស់ឲ្យតែលំហូរថាមពលរបស់គេដើរស្របគ្នានោះគេនឹងមានអារម្មណ៍ថាខ្លួនឯងខ្លាចជាមនុស្សថ្មីម្នាក់ដែលខុសប្លែកពីមុនទាំងស្រុងស៊ីអ៊ូនបានសួរថាត្រូវធ្វើអ្វីបន្តទៀតលោកតាគ្រូក៏រំលឹកគេវិញថាបើចង់បានកម្លាំងខ្លាំងឲ្យបានលឿនគឺគាត់បានរៀបចំដំឡើងច្រកទ្វារសម្ងាត់នៅក្នុងព្រលឹងរបស់ស៊ីវូនរួចរាល់ហើយជាទូទៅមនុស្សធម្មតាស្រូបយកថាមពលពីពិភពខាងក្រៅតាមរយៈការដកដង្ហើមតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះសូវូនមានច្រកពិសេសមួយទៀតដើម្បីស្រូបយកថាមពលគ្រប់ប្រភេទបានទាំងអស់នៅពេលដែលសូវូនសួរអំពីការផ្លាស់ប្ដូរនេះលោកតាគ្រូក៏ពន្យល់ថាមនុស្សយើងផ្សំឡើងពីចិត្តរាងកាយនិងព្រលឹងដែលវាត្រូវបានចងភ្ជាប់គ្នាដោយថាមពលជីវិតនៅពេលដែលមាននរណាម្នាក់ស្លាប់ទៅសូវូនស្មានថាថាមពលជីវិតនោះនឹងរលាយបាត់អស់ប៉ុន្តែលោកតាគ្រូប្រាប់ថាវាមិនបាត់បង់ទៅណាទេគឺវាគ្រាន់តែរសាត់ចេញដូចជាទឹកនៅលើស្លឹកឈើថាមពលដែលខ្ចាត់ខ្ចាយទាំងនោះត្រូវបានស្រូបយកដោយធម្មជាតិដើម្បីបន្តវុឌ្ឍជីវិតប៉ុន្តែក៏មានមនុស្សមួយចំនួនបានបដិសេធវុឌ្ឍនេះដោយការសម្លាប់គេដើម្បីស្រូបយកថាមពលមកជារបស់ខ្លួនឯងអ្នកដែលធ្វើបែបនេះនឹងត្រូវបាត់បង់តុល្យភាពហើយស្លាប់ដោយភាពឈឺចាប់ជាទីបំផុតប៉ុន្តែបច្ចេកទេសដែលគាត់ឲ្យទៅសេវូនគឺអនុញ្ញាតឲ្យគេស្រូបថាមពលនេះបានយ៉ាងមានស្ថិរភាពបំផុតដោយសារតែរាងកាយរបស់គេនៅស្អាតបរិសុទ្ធទើបអាចទទួលយកវាបានសូវូនក៏សួរទាំងភ័យថាតើគាត់ទើបតែទទួលបានសាលក្រមប្រហារជីវិតមែនទេប៉ុន្តែលោកតាគ្រូប្រាប់ថាមិនមែនឡើយព្រោះតែសូវូនមិនបានកែប្រែរាងកាយដោយបង្ខំតែប្រើព្រលឹងបង្កើតជាច្រកទ្វារទើបគេអាចស្រូបថាមពលជីវិតបានដោយមិនប៉ះពាល់ដល់តុល្យភាពក្នុងខ្លួនសូម្បីតែបន្តិចចាំមើលត្រង់នេះឲ្យច្បាស់នេះជាវិជាហាមឃាត់ក្នុងត្រកូលចាងយួនដែលលោកតាបានប្រគល់ឲ្យសូវូនព្រោះតែការរៀបចំនៅក្នុងហ្គេមនេះតែប៉ុណ្ណោះនៅក្នុងពិភពហ្គេមនេះភាពស្លាប់គឺជារឿងបណ្ដោះអាសន្នហើយអ្វីដែលអ្នកដទៃយល់ថាគ្រោះថ្នាក់គាត់បែរជាយល់ថាជាឱកាសមាសទៅវិញក្នុងការធ្វើឲ្យសូវូនរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈការស្រូបថាមពលជីវិតពីសាកសពសេយូននឹងកាន់តែខ្លាំងឡើងហើយនៅពេលគ្រប់100ថ្ងៃគេនឹងក្លាយជាកំពូលអ្នកខ្លាំងបំផុតពេលនេះគឺជាពេលដែលត្រូវចែកផ្លូវគ្នាហើយសាវុនក៏បានគាត់ព្រោះចង់ដឹងឈ្មោះលោកតាដែលបានជួយគេយ៉ាងច្រើនបែបនេះលោកតាគ្រូក៏ញញឹមរួចប្រាប់ឈ្មោះថា John Dokian ហើយមនុស្សម្នាក៏តែងតែហៅគាត់ថា Deep Valley ដែរសាវុនអោនក្បាលគោរពយ៉ាងខ្លាំងហើយសន្យាថានឹងមិនភ្លេចគុណបំណាច់មួយនេះឡើយលោកតាគ្រូក៏ប្រាប់ឲ្យគេហាត់ដកដង្ហើមដោយយកចិត្តទុកដាក់បំផុតដើម្បីពង្រឹងថាមពលខាងក្នុងឲ្យកាន់តែរឹងមាំបើបន្តពង្រឹងថាមពលបានល្អគេនឹងខ្លាំងឡើងដោយជឿជាក់លោកតាគ្រូក៏បើកផែនទីមកមើលរួចនិយាយទាំងពេញចិត្តថាវាជាល្បិចមួយដ៏ងាយស្រួលបំផុតហើយពួកយើងនឹងជួបគ្នាវិញនៅពេលក្រោយសាវុនយល់ព្រមតាមរួចក៏សម្លឹងមើលលោកតាគ្រូដែលហោះឡើងទៅលើមេឃបាត់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះគេបានលន់មាត់សរសើរថាល្បឿនរបស់គាត់ពិតជាលឿនមិនគួរឲ្យជឿតតែសោះគេគិតថាបើបានចេះក្បាច់គុណគូវ៉ាណុងរបស់លោកតាគ្រូវិញប្រហែលជាការដើរហើរនៅក្នុងទីនេះគឺជារឿងដ៏ងាយស្រួលបំផុតសម្រាប់គេមិនខានឡើយបន្ទាប់មកគេក៏ចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅវិញទោះបីជាពេលមកទីនេះគឺលឿនខ្លាំងណាស់ប៉ុន្តែពេលធ្វើដំណើរត្រឡប់ទៅវិញតាមផ្លូវគោកគឺត្រូវចំណាយពេលកន្លះថ្ងៃពេញតែម្ដងរហូតមកដល់ផ្ទះមួយដែលមានពន្លឺភ្លើងនៅឡើយគេលូបមើលក្នុងកំពូលព្រៃមុខផ្ទះរួចនិយាយប្រាប់ខ្លួនឯងថាបើផ្ទះនេះគ្មានមនុស្សនៅទី
ก็ประหารจีมีเนี่ยลิงทำไมมันเนี่ยได้มันตอนบานเบิดเพลิงได้ตัวจีอย่างนะก็เท่าแต่โจลแต่มือได้เกรถอย่างเลือนโจลตึกนงเตียหอยใช้มือจวนขังกราวอย่างปร่องประหยัดบ่มพอดสำหรับเป็นหนูสำหรับแต่เพลิงในจวนขังเลือบ้านระลดบัดเตอได้เวียบ้านเป็นเจ้าปีการสองไซระบอกกีบ้านอย่างฉบับเกกระทาการสมานระบอกกีเปิดจิตรำเตอร์แมนอะไรดอลปีลเตอร์ดาวเรือระบอกมีนดำไหลหอยปนใต้ไปวิเลียกันลมพอเตอร์เกก็จับดาวมีอารมณ์ทุนตรอนคลังลังแต่มาดงเกรอูทาเตียนี้เปิดจิตขมิ้นระบอกไอซอกลายปีกระดาษซาลพีบาระบุหนังสักเกลียมมวยทองปนอเกก็จับดาวสงบให้ดังคลุนทาคลุนไอเหมือนตอนบานเด็กส่งใบแต่มวยในตีการปีจุกมิงบนตัวปีนี้ยังจะมวยลูกตาออกจิตรันเมาเพียบพอดเนยกับบานวีลกหมกเรือรูปเกอย่างคลังเกก็สำหรับจัดตำริดคลุนเด็กในเรือกำลังอัดออกกำลังแต่มาดองเตอทั้งไงตีปรำบานหมกดอลกินนึกแต่เด็กโลกยังสกับสกอลบ่มพดปนใต้ทราบแต่มีสมลิงดาวโจลมาจุดเพียให้มีนนามันเนี่ยนี่ใจท่าเพียนี่มือเตอร์ดูชีมันเป็นจุดเพียบอกบองเจ้าเลยสมลิงนู้บานฟื้นเอาซีวุ้นพญาปีดีเพลียมเกบางพนิหลังให้ดังทามีนมนุษย์เนื้อขังกราวเทียเกก็จับตีนสนาระบอกเกหมกกันขนมได้อย่างสงบสงัดบ่มพดเกลุยเจคลุนไอติกได้ลงงบันดาวเอาคลุนไอได้หลุแบบนี้เกองกุยนึกใบทวีดอกดังเฮิมยืดดำใบทวีเอาแบบดงโลดหมกทอมาดาวิงขณะเดทวีจับดำบากยืดโบราณมันเนี่ยบ้านดาวโจลหมกนกเตี้ยเตียงอารมณ์ทูสระรูปบ้านสำรักละปนใต้ตึกหมกระบอกเกปลายจีสลิดสลังเพลียมนึงเป็นได้คืนสนากำปุ้งใต้ดำรังหมกโรเกแบบนี้เนี่ยต้องเอาเนี้ยประกอบจะเกิดโดยขยมได้มันเตสตรีลึกนี่มันแม่นจีมนุษย์ธรรมดาเลยคือกี้จีเนี่ยก็ไม่คุณมันเนี่ยสีวุ้นดังทาการประยุทธ์นี่หนึ่งเมียนการลมบ้ามันคานเลยโดยมันเมียนการสเตอร์ซีวันกับบานกะไก่บันปลุนจังตัวเพลียมปนใต้บรอมันเนี่ยนุเมียนโปรติกรรมรอหักหลังนะเกบานดอกดาวหมกกับได้ปลุนนุกันด้านอากาศแต่มาดองเก๋กับบานเตียงกับบัดหอกมวยกู้จังปีขนมกระบอกรู้บรรจุท่ามาปลุกกายขมาอยู่ตัวขนมกับบัดนุหอยก็กบเว้งตัวกันสตรีอย่างเลื่อนบ่มพอดบรอมันเนี่ยนุกับบานยกได้รงกับบัดมวยอย่างรอฮะเกมีนอารมณ์ทาได้ระบอกเกสปึกสุปุนเพลียมหอยก็จับดำไพสลอนสลาวอย่างคลังเซวูมันบังอองอยู่เลยเกบันตอไว้ลุกตะลือสัตว์โดยมันเอาดอกดังเฮิมรุดเลยการประยุทธ์กันแต่เมียนเพียบสหายเตอประเทศเชื่อจ้ามวยนี้หักโดยจีจ้องบักใบกตีออกเตอเฮยแต่ปีเนี่ยบ้านเป็นจังสมัติเพียบออกปีคลุนดำใบยุกชนะนี่เอาบ้านสตร์พี่เยี่ยมปลาดาวกับหมกเลอเซวูนอย่างคลังปนใต้เกบันกิดพดอย่างเลือนให้กับปลากำลังเชิงแทะตัวเลือปูระบบสตร์ระหุดที่ตัวบกจริงจังประเทศอย่างปิ้งตุ่มหึงสตร์กับบ้านก็อวดเชียมจังหมกเพลียมเกสำลังมือหมกเซวูนแต่งกำหังหอยก็จับประดามปลากระบาดก้นสำงัดระบบเกดำใบกาปีคลุนหนึ่งโรคเอากะไว้บ่มาวิ่งเซอุนดังทาสตรีมันเนี่ยนี่มันงี้หนึ่งจับจังเลยเกกับบานรีบจอมกระบาดกุนทำไมได้ลูกตาจอนโดขินเติบแต่บานบ่งเรียนเกกาปีมาเสริมมันดำใบบรรจับเรื่องมวยนี้ถ้ามาปูในขนมคลุนระบอกเกจับประดามปุ๊กกันโจรลางมาดองเตียดพเนจระบอกเกปลายจีปัวกระหอมเชสันโทสันเทาได้ช่วยเอาสตรีมีนอารมณ์เพยคล้ายระหูโดนยัวได้ยัวจึงแต่มาดองเกบานสำหรับจัดปลากระบาดจงกราวบันจังตือสำเร็จตุกอย่างครั้งบานลอนลางปีเป็นเตียใส่หอยตรล้มช่วยเอาเมื่อเอาไว้มันฉบับสมบัยแต่บันติในเป้ได้ใส่จับประดามโรลีบัตเตอร์เกเคยสตรีได้ดูในเลือกำราอึดอย่างเวทนีบ่มพอดซีวุ้นก็ได้โจติจัดดำไปตรุปีนึกมือสพีประบสตร์อ่อยบานฉบับสตร์ดอกดังเฮิมหยอบหักโดยเจ็ดดังคลุนทาคลุนไอเหมือนไอรวบบานอยู่ติดเลยซีวุ้นก็บานสรุปยกทามาโปลชีวิตประบสตร์ตามระยะเจาะทวีสงับได้เติบแต่บังการทำไมนุเกมินอารมณ์ทามาโปลดอมมาให้มากำปุงแต่หูโจลขนมคลุนระบอกเกอย่างเลื่อนบ่มพดรบบัวนังเพียบฮอตเนยอย่างประมาณก็บานเราเลี้ยบัดออกขมิ้นสอลตรมตามมวยปริกในปนนเกบานยอยำโดยเพียบเจือเจียหอยดังทาวิเชียได้ลูกตาอ่อยหมอกปิดจีออกจากคลังนะไอ้เรื่องนี้เกกันแต่มีนสิกได้คลาหานขนมกาดาวตัวมุกบรรทอเตียบในขนมปีพบดอกกรุธนะมวยนี้จำตามด้านจีมวยขยมบรรทอเตียบถ้าตากาบซองเพลงระบอกซีวุ้นนังเตอจีอย่างน่ะจุบนี้ในวิดีโอกาวเตียนะหมอกเมื่อจีมวยขยมแต่งออกเนี่ยเนี่ยหนึ่งคืนทาตัวอ้องได้เมื่อเตอตุนเศร้าคล้ายเจียเคียตะกอดอกตะเจียแบบน่ะกดจับกบาบุรนุเบ้าตะเลืออัดเชอล้างริงจุ้ยเป็นบนตุบรู้กดตัวดาวนุจังไงโซอุนรออูอย่างข้างทาเกกำปงยุลสับละอซอก็เตออามันเนี่ยนี่หมกบำพลายกดก็เลือกได้สุดหลังบุรนุไพสลอนสลาวเลิกได้สมเปียสมชีวิตเกท่าหนึ่งเฟื่อไว้กรุ๊ปอย่างเอาแต่คล้วนมันสลับเนื้อทีนี้เกอ่องวอทาคล้วนคอมต่อสู้นะตุ่มรอมาดอจำนวนนี้ปนใต้ได้ระบเซียวุ้นมันยัวต่อแต่ซอได้สรุปจะจำทั้งสตร์ล้วนสูบพัดประปอนประกาศมูโอรองมูลหายสลับคือเตอจงปรุยเซวุ้นเมื่อซอบได้กำปุงโรเลียบัดให้ในใยทากอดก็มันปรุมสลับเนื้อทีนี้โดยขี้กอดจับดามเฟื่อสกรรมเพียบเพลียมขนมพิภพแดมเมียนแต่การสำหรับนี้กอดเตอแต่สำรอบคล้วนอ่อยบ้านเลือนบำพดเราเอาการสำรัจจัดคือหมดสรุปหนึ่งฉบับหรอเปียลทูลีโรเลียบัดกอดก็คืนปุ่นลือปอใบตองพอกแล้วสะซับบานบัดเตอร์เฮยจำลุงหมกวิ่งดาวฮับปุ่นลือโซวุนสควอลเวียชบะตามระยะสำได้ลูกตาจังดูเขียนเวียคือเจียวิญญาณได้บรรซอลตกกร้อยเปสลับแซงปุ่นลือแต่งนุบานอ่อนได้โจลหมกนุ่งเรียมได้หนึ่งสบายกระบอกกวัดเพียบเกาะกระเดอบานเจียบโจลเป็นคลวนลงปิดนุฮับปุ่นลือกับประตูหลังบันเจงท่ามาปุ่นดอกคลั่งขลากรบดับลือรูปกวัดกอดโชว์เงียมโรงจำระโหดดอลปุ่นลือระเลียบัดกอดสำลังมือได้คลวนเองได้กำปงยอโดยสากำลังพลายเข้าปีมนกาสำหรับมนุษย์มันเนี้ยหนังกาสโรวิญญาณเถื่อเอาเรียงกายระบอกกวัดพลับดูแต่งสรงแต่มาดองกวัดใช้มือเตะขนมประปอนถ้ามาโป้ขังขนมล้างดอนมาไผ่
កម្លាំងទាំងនោះបានคล้ายជាតួលេខពិតប្រាកដគាត់ឆ្ងល់ថាតើវាជាធម៌ពលទាំងអស់របស់សត្រូវឬគ្រាន់តែមួយផ្នែកទោះជាយ៉ាងណាមេរៀនលោកតាចាងពិតជាត្រឹមត្រូវគន្លឹះសំខាន់មិនមែនត្រឹមតែរស់រៀននោះទេគឺត្រូវដណ្ដើមយកអ្វីដែលអ្នកដទៃបន្សល់ទុកគាត់ក៏ឆែកមើលបញ្ជីឈ្មោះចំនួនអ្នករស់រៀនធ្លាក់ពី24មកនៅត្រឹម23 Namsik Won បានសម្លាប់ Karl Verstappen បាត់ទៅហើយនៅឆ្ងាយពីទីនោះ Karl កំពុងដេកស្លាប់ក្នុងថ្លុកឈាមគេហៅឈ្មោះ Namsik Won ទាំងដង្ហើមចង្រិតរាងកាយគេរលាយបាត់បន្សល់ទុកហឹបពន្លឺពណ៌ខៀវ Namsik Won មិនខ្វល់ខ្វាយសូម្បីតែបន្តិចឈាមនៅប្រឡាក់ពេញដៃគេសើចំអកថា Karl ខ្សោយជាងអ្វីដែលគេរំពឹងទុកឆ្ងាយណាស់ទោះ Karl វាយលុកមុនក៏គ្មានអ្វីអស្ចារ្យដែរគេបិទហឹបនោះចោលរួចសម្លឹងមើលបញ្ជីឈ្មោះអ្នករស់រៀនចំនួននៅសល់22នាក់គេដកដង្ហើមធំទាំងមួម៉ៅព្រោះនៅមានមនុស្សរស់រៀនមានជីវិតច្រើនពេករំពេចនោះភ្នែកគេក៏ប្រទះឃើញឈ្មោះ Sewun គេញញឹមទាំងឈាមស្រោចមុខរួចហៅឈ្មោះនោះយឺតឥឡូវនេះសូមតាមដានឲ្យច្បាស់នេះជាពេលដែល Sewun ដឹងខ្លួនថាគាត់កំពុងស្ថិតក្នុងលំដាប់ខុសគ្នាទាំងស្រុងឈ្មោះ Namsik Won បានលងបន្លាយក្នុងចិត្តគាត់បើគ្រាន់តែម្នាក់មុនសឹងសម្លាប់គាត់បានចុះទម្រាំអ្នកដែលសម្លាប់ជើងខ្លាំងជាច្រើនទៀតគាត់បើកហឹបពន្លឺឃើញតែថ្នាំពៅមួយយ៉ាងប៉ុណ្ណោះបើគូប្រជែងមុនមានរបស់ល្អជាងនេះលទ្ធផលប្រហែលជាផ្សេងបាត់ហើយសេអ៊ុនមិនចង់ប្រយុទ្ធទៀតទេគាត់ចង់តែរស់ប៉ុណ្ណោះគាត់ក៏សម្រេចចិត្តលាក់ខ្លួនតាមស្រមោលព្រៃគាត់ព្យាយាមអូសបន្លាយពេលឲ្យបានយូរមួយសប្តាហ៍កន្លងផុតទៅក្នុងព្រៃជ្រៅមានភ្នែកពណ៌ក្រហមសម្លឹងមកសត្វសាហាវមួយបានលោតមកខំប៉ុន្តែសេវូនត្រៀមខ្លួនរួចជាស្រេចគាត់បាញ់ស្នាធ្វើឲ្យវាផ្ទុះជាពន្លឺគាត់និយាយយ៉ាងត្រជាក់ថាវាជាអាហារពេលល្ងាចគាត់បន្តធ្វើដំណើរយ៉ាងស្ងប់ស្ងាត់បំផុតគ្មានអ្នកលេងណាប្រទះឃើញគាត់ឡើយលុះដល់ថ្ងៃទី12សារដំណឹងថ្មីមួយក៏បានលោតឡើងគាត់ឈរនៅក្បែររបាំងការពាររួចដាក់ដៃប៉ះវាភាពស្ពឹកស្រពន់បានរៀលដាលដល់ដៃរបស់គាត់នឹកឃើញដល់ Namsik Won គ្មានការស្លាប់ថ្មីទេព្រោះគ្រប់គ្នាកំពុងតែភ័យខ្លាចមិនហ៊ានកម្រើកខ្ញុំដឹងថាអ្នកកំពុងគិតអ្វីហើយតើគាត់ហ៊ានតទល់ជាមួយបិសាចនោះទេតោះយើងទៅមើលទាំងអស់គ្នាគាត់វាតាមកំពតព្រៃយ៉ាងយឺតអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ស្រឡាំងកាំងនិងភ័យរន្ធត់បំផុត Namsik Won កំពុងឈរតែម្នាក់ឯងចំកណ្ដាលក្រុមអ្នកលេងខ្លាំងពួកគេម្នាក់សុទ្ធតែដកអាវុធរៀងៗខ្លួនពួកគេប្រកាសថាដល់ទីបញ្ចប់របស់គេហើយប៉ុន្តែ Namsik Won បែរជាសោកចំអកដាក់ទៅវិញគេសន្យាថានឹងសងឈាមដោយឈាមរំពេចនោះធម៌ពលរបស់គេក៏ផ្ទុះឡើងធ្វើឲ្យដីបែកប្រេះស្រាំកម្លាំងនោះធ្វើឲ្យគ្រប់គ្នាភ័យញ័រមួយរំពេចក្រោយមកគេក៏លោតចូលកណ្ដាលហ្វូងមនុស្សដូចជាអាចផ្កាយការវាយប្រហារដំបូងបានបំបែកលលាតក្បាលសត្រូវខ្ទេចធម៌ពលពណ៌ខៀវបានផ្ទុះឡើងពេញទីនោះភាពស្ងប់ស្ងាត់ដ៏គួរឲ្យរន្ធត់បានកើតឡើង Namsik Won សម្រុកចូលដូចជាកំបិតហេក្រណាត់សូត្រអញ្ចឹងការវាយប្រហាររបស់គេមិនឆើតឆាយទេតែវាសាហាវបំផុតម្នាក់ស្លាប់ម្នាក់ដាច់ដៃជើងមើលទៅគួរឲ្យខ្លាចអ្នកខ្លះព្យាយាមតតាំងតែត្រូវស្លាប់ភ្លាមបញ្ជីឈ្មោះអ្នកស្លាប់លោតឡើងឈ្មោះ Namsik Won រហូតជឿខ្ញុំចុះនេះមិនមែនជាការប្រកួតទេវាគឺជាការសម្លាប់រង្គាលរបស់បិសាចពិតប្រាកដតោះមកមើលឈុតឆាកសម្លាប់រង្គាលដ៏រន្ធត់នេះជាមួយខ្ញុំអ្វីបានបញ្ចប់ហើយ Namsik Won ឈោម្នាក់ឯងកណ្ដាលគំនរសាកសពនិងប្រអប់អីវ៉ាន់ដែលនៅសេសសល់ឈាមប្រឡាក់ពេញផ្ទៃមុខរបស់គេប៉ុន្តែដង្ហើមនៅតែនឹងនោះគេរអ៊ូតិចថាពួកនោះគ្រាន់តែជាសត្វល្អិតរំខានប៉ុណ្ណោះរួចគេក៏ជូតឈាមចេញពីស្បែកដោយភាពធុញទ្រាន់រួចក៏បាត់ខ្លួនទៅក្នុងភាពងងឹតនៅសល់តែរបស់របរមួយចំនួនប៉ុណ្ណោះក្នុងចំណោមរបស់ទាំងនោះមានដំបងវេទមន្តមួយបញ្ចេញពន្លឺតិចកប់ក្នុងដីអបចាប់ផ្ដើមភាយឡើងស្របពេលដែលមានស្រមោលមនុស្សម្នាក់ដើរចូលមកសម្លៀកបំពាក់អូសកាត់តាមវាស្មៅអ្នកមកថ្មីបង្អង់ដំណើរត្រង់ដំបងវេទមន្តនោះព្រោះគេស្គាល់វាច្បាស់ណាស់វាជារបស់ Elizabeth បុគ្គលនោះខ្សឹបហៅឈ្មោះនាងទាំងសំឡេងញ័រតត្រឺតមិនមែនដោយសារការសោកស្ដាយទេតែជាការខឹងសម្បាពាក្យសច្ចាបានបន្លឺឡើងពេញដោយទម្ងន់នៃក្រោមពន្លឺព្រះច័ន្ទពណ៌ប្រាក់បុរសម្នាក់បានងើបមុខឡើងហើយស្បត់ក្នុងនាមជា Escrow ខណៈដែលនៅកន្លែងផ្សេងទៀតក្រោមមេឃតែមួយស៊ីវងកំពុងឈរស្ងៀមក្នុងព្រៃទាំងក្នុងចិត្តគិតតែរឿងមួយមានអ្នករស់រៀនមានជីវិតតែ11នាក់ប៉ុណ្ណោះបើគេអាចតស៊ូបានបន្តិចទៀតការឈានទៅដល់ចំណាត់ថ្នាក់កំពូលទាំង10គឺនៅជិតបង្កើយប៉ុន្តែបន្ទាប់ពីបានឃើញការកាប់សម្លាប់របស់ Namsik Won សង្ឃឹមនោះក៏រលាយបាត់ទៅការប្រឈមមុខនឹងបិសាចដូចជាគេមិនមែនរឿងលេងសើចឡើយវាត្រូវការអភូតហេតុពិតមែនភ្នែករបស់គេសម្លឹងទៅកាន់ប្រាសាទដ៏ធំមួយនៅឆ្ងាយរូបរាងរបស់វាខ្ពស់ត្រដែតមើលទៅគួរឲ្យស្ងើចសរសើរគេគិតថាដោយសារតំបន់ហាមឃាត់នឹងត្រូវបដូរទីតាំងនៅពេលព្រឹកនេះប្រហែលជាឱកាសចុងក្រោយដើម្បីរកអ្វីម្យ៉ាងមកជួយសង្គ្រោះស្ថានភាពគេប្រញាប់ធ្វើចលនាយ៉ាងលឿនកាត់តាមសួនច្បារខាងក្រៅរួចចូលទៅក្នុងវិមានដ៏ស្កឹមស្កៃនៅខាងក្នុងពន្លឺព្រះច័ន្ទបានចាំងកាត់កញ្ចក់បង្អួចចម្រោះពណ៌បង្កើតជាស្រមោលលើការ៉ូថ្មម៉ាបសសរដ៏ខ្ពស់និងរូបចម្លាក់ជាច្រើនបានស្វាគមន៍គេក្នុងភាពស្ងប់ស្ងាត់នៅក្រោមជណ្ដើរភ្នែករបស់គេបានសម្លឹងចំឈុតក្រោះការពាររបស់ខ្សែរាជវង្សផ្ទាំងប្រព័ន្ធបានបង្ហាញឡើងឈុតក្រោះនេះត្រូវការកម្លាំងខ្លាំងជាងអ្វីដែលគេមាន
ដោយមានកម្លាំងត្រឹមតែ30វាមិនអាចប្រើការបានទេវាគ្រាន់តែជាបន្ទុកឥតប្រយោជន៍គេក៏បន្តដំណើរទៅមុខទៀតកាន់តែជ្រៅទៅក្នុងសាលធំភាពអត់ធ្មត់របស់គេក៏ទទួលបានផលពន្លឺភ្លឺតិចតិចនៅលើធ្នើខ្ពស់មួយបានតាក់ភ្នែកគេលូកដៃយកវាឃើញថាជាដបថ្នាំវេតាមុនប្រព័ន្ធបានបង្ហាញថាវាជាថ្នាំបង្កើនបញ្ញាជាថ្នាំកម្រាក់ដែលជួយបង្កើនថាមពលខាងក្នុងគេកាន់វាដោយភាពភ្ញាក់ផ្អើលចូលទៅជ្រៅបន្តិចទៀតក៏មានកណ្ដប់មួយទៀតរងចាំសៀវភៅក្បាច់គុណដែលបញ្ចេញពន្លឺនៅលើជើងទម្រអាចកំបាំងនៃកណ្ដាប់ដៃវិមាននេះពូពេញទៅដោយថាមពលសេវុនស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងលើកនេះសំណាងពិតជានៅខាងគេមែនរួចគេក៏ក្រឡេកឃើញអ្វីមួយយ៉ាងខុសប្លែកកម្រាលព្រំចេញពីកន្លែងដើមមើលឲ្យច្បាស់ណាស់ព្រោះត្រង់នេះហើយដែលអ្វីចាប់ផ្ដើមផ្ទុះឡើងភ្លើងនឹងបំណែកដែកបានហោះកាត់ច្រករបៀងកម្ដៅដ៏ខ្លាំងធ្វើឲ្យគេថប់ដង្ហើមស្របពេលដែលខ្លួនប្រាណត្រូវខ្ទាតទៅក្រោយការផ្ទុះលើកទី2ក៏បន្តកើតមានរុញគេឲ្យទៅកាន់តែឆ្ងាយខ្លួនរបស់គេវិលកណ្ដាលអាកាសផ្សែងនឹងភាពស្លន់ស្លោបានគ្របដណ្ដប់សភាវកិច្ចក៏ចាប់ផ្ដើមគេប្រញាប់រត់ចេញមកខាងក្រៅហើយលោតចូលក្នុងកំពូលព្រៃបេះដូងលោតញាប់ខ្លាំងគេដកដង្ហើមញាប់រួចក៏លួចមើលតាមចន្លោះមែកឈើអណ្ដាតភ្លើងកំពុងឆាបឆេះប្រាសាទហើយតាមរយៈផ្សែងអប់នោះមានស្រមោលមនុស្សម្នាក់លេចចេញមកសក់ពណ៌មាសវែងអន្លាយដំបងវេទមន្តបញ្ចេញថាមពលដ៏ខ្លាំងក្លាអេស្ក្រូឈរនៅក្បែរតំបន់ផ្ទុះដោយគ្មានរបួសអ្វីបន្តិចសោះនៅលើដីដែលខ្លោចដោយភ្លើងនោះណាំស៊ូគួនក៏ដើរមកខាងមុខភ្នែករបស់គេឆ្លោះបញ្ចាំងដោយអណ្ដាតភ្លើងភាពតានតឹងរវាងពួកគេទាំងពីរកើតឡើងភ្លាមអេស្ក្រូបានសោយចង្អុលឲ្យគេដែលពូកែកិច្ចវាក្នុងសម្លេងដែលពោពេញដោយជាតិពិសណាំស៊ូគួនញញឹមចង្មាត់ហើយតបវិញដោយពាក្យសម្ដីឌឺដងស៊ីវូនដែលកំពុងពួនអ្នកនិងខ្ញុំប្រកាសជាដឹងហើយថាវត្តមានរបស់ពួកគេគឺមិនធម្មតាទេពួកគេគឺជាបិសាចដែលមានអំណាចលើធម្មជាតិដំបងរបស់អេស្ក្រូងើបឡើងសម្លេងរបស់គេបន្លឺឡើងដូចភ្លួលាន់ពពកខ្មៅងងឹតចាប់ដើមប្រមូលផ្ដុំគ្នាភ្លាមផ្លេចបន្ទោក៏ឆាបឆេះលើមេឃរួចក៏បាញ់ស្រោចចុះមកប៉ុន្តែណាំសកវ័នបានគិតផុតបាត់ទៅហើយរន្ទះបានបាញ់កំទេចថ្មដីឲ្យបែកឆាយអស់អេស្ក្រូខឹងសម្បាយ៉ាងខ្លាំងហើយសួរថាតើសត្រូវរបស់គេចង់រំរែកដល់ពេលណាទៀត Box គេស្រែកហៅឈ្មោះ Elizabeth ហើយទាមទារឲ្យមានការប្រយុទ្ធពិតប្រាកដណាំសុវណ្ណបន្ទន់ខ្លួនចុះទៀបអណ្ដាតភ្លើងឆាបឆេះនៅកែងជើងគេមិនតបតអ្វីទាំងអស់ភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុតអេស្ក្រូជេរគេថាជាជនកំសាករួចក៏ហៅព្យុះរន្ទះមកម្ដងទៀតគេប្រកាសថានេះគឺជាទីបញ្ចប់គេនឹងបញ្ចប់រឿងគ្រប់យ៉ាងនៅទីនេះពន្លឺដ៏ខ្លាំងបានរុំព័ទ្ធខ្លួនគេនៅពេលគេហោះឡើងលើរន្ទះព័ទ្ធជុំវិញក្បាលដូចជាមកុដមេឃហាក់ដូចជាដាច់ចេញពីគ្នាថាមពលបានបាញ់ស្រោចចុះមកពីលើមេឃណាំស៊ូខ្វានភាំងស្មារតីបន្តិចកម្លាំងនៃមន្តអាគមនោះធ្វើឲ្យគេរង្គើប៉ុន្តែសភាវគតិនៅតែនាំមុខគេលោតចេញយ៉ាងលឿនរន្ទះបានបាញ់កំទេចផ្ទាំងថ្មនៅពីក្រោយគេក៏រមៀលខ្លួនហើយរត់គេចពីការវាយប្រហារដែលកំពុងហែកមេឃជាចំណែកភ្លេចបន្ទោបានឆាបឆេះក្បែរខ្លួនគេរណ្ដៅដីបានកើតឡើងនៅគ្រប់កន្លែងដែលគេរត់កាត់ចលនារបស់គេលឿនស្លៀវមិនរារាក់ឡើយរួចគេក៏ស្ទុះទៅមុខយ៉ាងលឿនជំនួសឲ្យការរត់គេចណាំស៊ូវ័នបែរជាសម្រុកចូលចំកណ្ដាលព្យុះរន្ទះតែម្ដងរាល់ការគេចផុតពីគ្រាប់រន្ទះធ្វើឲ្យគេកាន់តែខិតជិតសត្រូវរាងកាយរបស់គេមានចលនាលឿនដូចស្រមោលកាត់តាមភាពវឹកវរប្រកបដោយភាពច្បាស់លាស់បំផុតទីសមរភូមិភ្លឺចង្ចែងចង្ចាច់រាល់ពេលរន្ទះបាញ់ចុះមកប៉ុន្តែគ្មានអ្វីអាចបញ្ឈប់គេបានទេគេកាន់តែឡើងទៅខ្ពស់កាត់ចំកណ្ដាលបេះដូងនៃព្យុះសង្ឃរានោះថាមពលកំពុងឆាបឆេះជុំវិញខ្លួនគេការវីបកវិញជិតមកដល់ហើយភ្នែករបស់អេស្ក្រូបើកធំដោយភាពមិនជឿនៅពេលណាំស៊ូគួនកំពុងហោះឡើងទៅលើមិនមែនតាមរយៈភាពវឹកវរទេគឺតាមរយៈព្យុះរន្ទះដែលគេបានហៅមកដោយផ្ទាល់ថាមពលពណ៌ខៀវដែលរត់តាមដើមដៃរបស់គេបញ្ជាក់ថាការវីបកចិត្តចាប់ផ្ដើមហើយជឿខ្ញុំចោះអ្នកនិងខ្ញុំច្បាស់ជាចង់ដឹងបន្តជាក់ជាមិនខានចាប់ផ្ដើមភ្លាមអ្នកនិងខ្ញុំនឹងឃើញការវាយលុកដ៏ខ្លាំងក្លាប៉ុន្តែវាគ្រាន់តែជាការបញ្ឆោតប៉ុណ្ណោះអេស្ក្រូផ្អាកកណ្ដាលអាកាសទាំងភ្ញាក់ផ្អើលពេលដឹងថាខ្លួនចាញ់បោកគេចំណែកសូវូនកំពុងលួចមើលពីលើភាពតានតឹងបានកើនឡើងប៉ុន្តែសមរភូមិស្រាប់តែប្រែប្រួលព្រោះមេឃចាប់ផ្ដើមភ្លៀងធ្លាក់យ៉ាងខ្លាំងអេស្ក្រូហោះកណ្ដាលភ្លៀងដើម្បីតាមរកតែណាំស៊ូគួនបានបាត់ខ្លួនដោយគ្មានដានសល់តែភាពស្ងប់ស្ងាត់អេស្ក្រូផ្ទុះកង្ហឹងហើយស្រែកហៅឈ្មោះណាំស៊ូគួនខ្លាំងទាំងសច្ចាថានឹងតាមរកគេឲ្យឃើញទោះនៅទីណាក៏ដោយក្នុងព្រៃជ្រៅណាំស៊ូគួនកំពុងរត់ទាំងរបួសនិងកំហឹងព្រោះគេមិននឹកស្មានថាចាញ់បោកមន្តអាគមបែបនេះគេសន្យាថាលើក្រោយនឹងមិនឲ្យដូចមុនឡើយហើយគេនឹងក្លាយជាអ្នកបញ្ចប់ជីវិតអេស្ក្រូដោយផ្ទាល់ដៃប៉ុន្តែពេលនេះការរស់រានមានជីវិតជាអាទិភាពគេក៏បាត់ខ្លួនចូលក្នុងព្រៃដ៏ងងឹតដែលពោពេញដោយទឹកភ្លៀងអេស្ក្រូចាក់ចេញទៅបាត់ចំណែកសូវូននៅតែសង្ងំស្ងៀមក្នុងព្រៃដោយប្រើមន្តអាគមបំបាំងកាយឥឡូវនេះអ្នកនិងខ្ញុំត្រូវមើលឲ្យច្បាស់ព្រោះគ្រោះថ្នាក់បានកន្លងផុតហើយគេក៏ប្រទះឃើញជ្រកសម្ងាត់មួយគេដើរចូលទៅរកវាដោយប្រុងប្រយ័ត្នហើយឃើញជណ្ដើរថ្មដែលនាំទៅកាន់ជម្រៅនៃដីពន្លឺចង្គៀងបានបំភ្លឺផ្លូវដ៏ងងឹតរហូតដល់ទៅដល់ខាងក្រោម
ដែលមានភាពស្ងប់ស្ងាត់បំផុតទីនោះមិនមែនជាកន្លែងគួរឲ្យខ្លាចទេតែវាជាឃ្លាំងអាហារដែលធ្វើឲ្យគេធូរចិត្តយ៉ាងខ្លាំងក្នុងโลกដ៏សាហាវនេះអាហារដែលនៅសល់ទាំងនេះគឺជាកាដូដ៏វិសេសវិសាលសម្រាប់តួអង្គឯកយើង1 ម៉ោងក្រោយមកគេក៏បានហូបឆ្អែតនិងរអ៊ូថាបើមានបាយសក្តៅៗទៀតប្រហែលជាល្អខ្លាំងណាស់បន្ទាប់ពីសម្រាប់រួចគេក៏ដកសៀវភៅក្បាច់គុណនិងថ្នាំទឹកវីតាមីនចេញមកដើម្បីត្រៀមខ្លួនប្រព័ន្ធបានបង្ហាញប្រវត្តិដ៏ចម្លែកនៃសៀវភៅនេះដែលអ្នកបង្កើតវាធ្លាប់ឆ្លងកាត់ការប្រយុទ្ធយ៉ាងច្រើនគេធ្លាប់វាយគ្នាដល់ទៅ1429 ដងប៉ុន្តែមិនដែលមានសិស្សណាម្នាក់ចង់រៀនតាមឡើយសូវុនសាយតិចតិចរួចក៏សម្រេចចិត្តបើកអានវាហើយពន្លឺដ៏ស្រទន់ក៏ចាប់ដើមជះពេញជញ្ជាំងបន្ទាប់មកគឺថ្នាំទឹកគេស្ទាក់ស្ទើរខ្លះព្រោះដឹងថាភាពខ្លាំងតែងតែមកជាមួយការឈឺចាប់ជានិច្ចខ្ញុំដឹងថាអ្នកកំពុងគិតអីតើថាមពលនេះសមនឹងការឈឺចាប់ដែរទេគេក៏ផឹកវាចូលភ្លាមតែម្ដងថាមពលម៉ាណាពណ៌ខៀវបានផ្ទុះឡើងក្នុងខ្លួនគេខ្លាំងជាងអ្វីដែលគេធ្លាប់មានពីមុនមកប៉ុន្តែផលប៉ះពាល់បានមកដល់សាច់ដុំរបស់គេឡើងរឹងហើយត្រូវដេកឈឺចាប់អស់រយៈពេល3 ម៉ោងញើសហូរស្រោចពេញមុខឆ្អឹងសន្លាក់របស់គេហាក់ដូចជាកំពុងស្រែកយំដោយសារការធ្វើទារុណកម្មនេះទីបំផុតគេក៏អាចស៊ូទ្រាំបានហើយក៏លងលក់ទៅដោយភាពហត់នឿយរហូតដល់ពន្លឺថ្ងៃព្រឹកឡើងឈានចូលដល់ថ្ងៃទី13គេក៏ដើរចេញពីឃ្លាំងដោយកាន់ស្នាត្រៀមខ្លួនជាស្រេចគេបានឆែកបញ្ជីអ្នករស់រានមានជីវិតហើយឃើញថាឈ្មោះលោកគ្រូចាំងដកគៀនបានបាត់ទៅហើយគេស្រឡាំងកាំងហើយព្យាយាមគិតថាប្រហែលជាមានការខុសឆ្គងអីមួយប៉ុន្តែការបាត់បង់នេះពិតជាធ្ងន់ធ្ងរផែនទីចាប់ផ្ដើមរួមតូចភាពតានតឹងក៏កើនឡើងគេដឹងថាខ្លួនឯងមិនអាចបង្អង់យូរបានទៀតទេការបំបាំងកាយគឺជាព្រៀបតែមួយគត់គេក៏ធ្វើចលនាយ៉ាងលឿនតាមព្រៃដោយប្រុងប្រយ័ត្នបំផុតរំពេចនោះមានពន្លឺជះមកហើយផ្លូវខាងមុខក៏ផ្ទុះឡើងយ៉ាងសន្ធូរសន្ធៅជាមួយកម្ដៅដ៏ក្ដៅគគុកសូវុនបានគេចផុតទាំងប្រភេទប្រភេទគេព្យាយាមងើបឈរទាំងដង្ហក់ហើយសម្លឹងមើលទៅមុខមានតែមនុស្សម្នាក់គត់ដែលអាចប្រើមន្តអាគមបំផ្លាញបែបនេះបានគឺគ្រូមន្តអាគមអេសក្រូនឹងឯងអេសក្រូបានឃើញគេហើយសួររកទីតាំងរបស់ណាមស៊ូគួនតែតួអង្គឯកយើងមិនតបអ្វីឡើយចំណែកណាមស៊ូកនកំពុងលួចស្ដាប់នៅក្រោយដើមឈើខណៈអេសក្រូចាប់ផ្ដើមលើកឈើច្រត់ឡើងសំឡេងដ៏ត្រជាក់ស្រេបបានបន្លឺឡើងថាបើសូវុនគ្មានប្រយោជន៍ទេគេក៏មិនចាំបាច់ទុកជីវិតឲ្យដែរអ្នកនិងខ្ញុំនឹងរងចាំមើលបន្តព្រោះការប្រឈមមុខដាក់គ្នាដ៏តានតឹងនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះ